You're listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរី នេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទយ៉ងច័ន្ទតារាសូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីចា៎នាងខ្ញុំខែសុណងក៏សូមជម្រាបសួរលោកអ្នកនាងទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃពុធ7កើតខែទុតិយស័កឆ្នាំមមែសប្បុរសពុទ្ធសករាជ2559ដែលត្រូវនៅថ្ងៃទី22ខែកក្កដាគ្រិស្តសករាជ2015ចា៎ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមលក់សម្បត្តិឲ្យភ្ញៀវទេសចរបរទេសទៅទស្សនាប្រាសាទព្រះវិហារលើខ្នងភ្នំដងរែកសង្គមស៊ីវិលធ្វើការលើកស្ទួយសិទ្ធិស្ត្រីស្នើឲ្យកជបផ្ដល់ឲ្យមានការចូលរួមពីស្ត្រីលើដំណើរការបោះឆ្នោតប្រជាពលរដ្ឋលើកបដានៅមុខតុលាការខេត្តរតនគិរីទាមទារដោះលែងពលរដ្ឋម្នាក់កម្មកររោងចក្រ Akintex តវ៉ានៅមុខក្រសួងកាងារទាមទារលក្ខខណ្ឌការងាររួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតចាជាបន្តទៅនេះនាងខ្ញុំខែសុណងសូមជូនព័ត៌មានទាំងនេះពុស្ដារយៈពេលជាង7ឆ្នាំមកហើយចាប់តាំងពីប្រទេសថៃបានជំទាស់មិនអោយគណៈកម្មការរបស់អង្គការ UNESCO បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមកគឺកម្ពុជាបានចាក់សោទ្វារព្រំដែនមិនអោយប្រទេសថៃដែលលក់សម្បត្តិឲ្យភ្ញៀវទេសចរចូលមកទស្សនាប្រាសាទព្រះវិហារទៀតទេបើទោះបីជាមានទំនាស់ព្រំដែនរវាងកម្ពុជាថៃនៅជិតតំបន់ប្រាសាទព្រះវិហាររហូតដល់ប៉ះទង្គិចគ្នាដោយអាវុធជាច្រើនលើកក៏ដោយក៏រដ្ឋាភិបាលកម្ពុជានៅតែលើកទឹកចិត្តឲ្យភ្ញៀវទេសចរបរទេសបានឡើងទៅទស្សនាប្រាសាទព្រះវិហារដោយមិនលក់សម្បត្តិក៏ប៉ុន្តែចាប់ពីពេលនេះទៅគឺភ្ញៀវបរទេសទាំងអស់លែងបានទស្សនាប្រាសាទព្រះវិហារដោយឥតគិតថ្លៃទៀតហើយដោយព្រោះថាចំនួនខ្មែរថៃបានដោះស្រាយបញ្ចប់ហើយនោះចាលោកហងសៅយុទ្ធសូមជូនសេចក្តីរាយការណ៍នេះអញ្ញាធរជាតិព្រះវិហារដឹងថាគេបានចាប់ផ្ដើមអនុវត្តដំណើរការលក់សម្បត្តិទៅឲ្យភ្ញៀវទេសចរបរទេសទៅទស្សនាប្រាសាទព្រះវិហារលើខ្នងភ្នំដងរែកនៃទឹកដីស្រុកជាំខ្សានខេត្តព្រះវិហារចាប់ពីអំឡុងខែកក្កដានេះតទៅអនុប្រធានអញ្ញាធរជាតិព្រះវិហារគឺលោកអុកតបុត្រាលោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារទី21ខែកក្កដាថារយៈពេលជាងកន្លះខែហើយដែលអាជ្ញាធរព្រះវិហារបានចាប់ផ្ដើមលក់សម្បត្តិទៅឲ្យភ្ញៀវទេសចរបរទេសទស្សនាប្រាសាទព្រះវិហារលោកអុកតបុត្រាបញ្ជាក់ទៀតថាអាជ្ញាធរបានកំណត់ថ្លៃសម្បត្តិ$10សហរដ្ឋអាមេរិកសម្រាប់ភ្ញៀវទេសចរបរទេសម្នាក់ក៏ប៉ុន្តែចំពោះជនជាតិខ្មែរវិញគឺអាចឡើងទៅទស្សនាប្រាសាទព្រះវិហារដោយមិនគិតថ្លៃកាលពីចុងខែកុម្ភៈកន្លងទៅអាជ្ញាធរជាតិព្រះវិហារបានចេញសេចក្តីជូនដំណឹងថាការលក់សម្បត្តិទៅឲ្យភ្ញៀវទេសចរបរទេសឡើងទៅទស្សនាប្រាសាទព្រះវិហារគឺចាប់ផ្ដើមដំណើរការពីថ្ងៃទី1ខែកក្កដាឆ្នាំ2015តទៅមន្ត្រីគ្រប់គ្រងស្ថិតិភ្ញៀវទេសចររបស់អាជ្ញាធរជាតិព្រះវិហារលោកយានសុនធរ៉ាត់ឲ្យដឹងថាជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរបរទេសចន្លោះពី20ទៅ30នាក់ដែលបានឡើងទៅទស្សនាប្រាសាទព្រះវិហារលោកយានសុនធរ៉ាត់បញ្ជាក់ថាភ្ញៀវទេសចរបរទេសដែលឡើងទៅទស្សនាប្រាសាទព្រះវិហារទាំងនោះបានទទួលស្គាល់ថាការលក់សម្បត្តិតម្លៃ$10សម្រាប់ពួកគេម្នាក់ៗនោះគឺសមរម្យគាត់ទៅដល់គាត់ថាលក់សម្បត្តិ$10គាត់បង់ថ្លៃសម្បត្តិគាត់ឡើងទៅដូចជាអត់មានបញ្ហាទេតាក់ទងនឹងលក់សម្បត្តិព្រោះយើងមុននឹងលក់យើងបានបញ្ជូនព័ត៌មានទៅគាត់មុនមួយខែហើយចឹងតែគេឯងខ្លះគាត់អត់មានក្រុមហ៊ុនគាត់ធ្លាប់មកគឺខាងពួកខ្ញុំហ្នឹងទូរស័ព្ទប្រាប់គាត់ទៅវិញហ្មងរដ្ឋមន្ត្រីក្រសួងទេសចរលោកថោងខុនរំពឹងថាតាមរយៈកំណើនទេសចរបរទេសដែលមកទស្សនាខេត្តសៀមរាបគឺអាចនឹងភ្ជាប់ទៅទស្សនាប្រាសាទព្រះវិហារផងដែរលោករដ្ឋមន្ត្រីថោងខុនបញ្ជាក់ថាលោករំពឹងទៅលើកំណើនភ្ញៀវទេសចរជនជាតិថៃនិងជនជាតិបរទេសផ្សេងទៀតដែលឆ្លងតាមច្រកព្រំដែនថៃនិងមកទស្សនាខេត្តសៀមរាបនិងប្រាសាទព្រះវិហារនៅពេលខាងមុខឡើយនេះយើងបើកច្រកខាងសេះមួយទៀតហើយខ្ញុំទៅព្រំដែននៅលងវែងមុននៅជាប់ជួបលោកអបាខេត្តស៊ីសាកេតគាត់នឹងជំរុញទេសចរថៃមកច្រើនហើយក្រសួងហាផ្ទៃបានអនុញ្ញាតជាករណីមិនជាអចិន្ត្រៃយ៍ទេគឺឲ្យអ្នកដែលកាន់បទ pass អាចចូល
ដល់សៀមរាបបានមន្ត្រីគ្រប់គ្រងស្ថិតិភ្ញៀវទេសចររបស់អាជ្ញាធរជាតិព្រះវិហារឲ្យដឹងថាក្នុងរយៈពេល6ខែឆ្នាំ2015គឺមានភ្ញៀវទេសចរបរទេសចំនួនជាង 8,000 នាក់ដែលបានឡើងទៅទស្សនាប្រាសាទព្រះវិហារចំនួននេះគឺកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2014កន្លងទៅដោយភ្ញៀវទេសចរបរទេសទៅទស្សនាប្រមាណជាង 6,000 នាក់នោះខ្ញុំថងសាវយុទ្ធវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបអង្គការសង្គមស៊ីវិលដែលមកពីគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយប្រមាណ8ស្ថាប័នលើកឡើងថាវិសមភាព Gender នៅកម្ពុជានៅមានកម្រិតនៅឡើយហើយធ្វើឲ្យការចូលរួមរបស់ស្ត្រីនិងបុរសនៅពុំទាន់មានភាពស្មើគ្នាក្នុងដំណើរការបោះឆ្នោតបញ្ហានេះសង្គមស៊ីវិលបានស្នើទៅកជបឲ្យដាក់អនុសាសន៍របស់ខ្លួនចំនួន7ចំណុចទៅលើបទបញ្ជានិងនីតិវិធីសម្រាប់ការចោះឈ្មោះបោះឆ្នោតចាអ្នកស្រីអ៊ុំរាំងសីរាយការណ៍ព័ត៌មាននេះសង្គមស៊ីវិលចង់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបយកអនុសាសន៍7ចំណុចរបស់ខ្លួនបញ្ចូលទៅក្នុងបទបញ្ជានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតនៅក្នុងគោលបំណងឲ្យស្ត្រីនិងបុរសមានឱកាសស្មើគ្នានៅក្នុងដំណើរការចូលរួមចុះឈ្មោះបោះឆ្នោតការស្នើនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងកោជបនិងអង្គការធ្វើការលើកស្ទួយសិទ្ធិស្ត្រីស្ដីពីការពិភាក្សាសេចក្តីព្រាងច្បាប់បទបញ្ជានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតដែលរៀបចំនៅថ្ងៃទី21ខែកក្កដាអនុសាសន៍សំខាន់7ចំណុចដែលសង្គមស៊ីវិលដាក់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួមមានស្នើចាត់តាំងគណៈកម្មការចំពោះកិច្ច Gender ក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោតស្នើឲ្យជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោតត្រូវមានស្ត្រីយ៉ាងតិច1រូបទៅ2រូបគ្រប់តួនាទីត្រូវតែជ្រើសរើសត្រូវតែផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅក្នុងរយៈពេល10ថ្ងៃយ៉ាងតិចនៃថ្ងៃធ្វើការហើយរាល់ការផ្សព្វផ្សាយជ្រើសរើសស្ត្រីជនពិការនិងស្ត្រីជនជាតិភាគតិចត្រូវតែបានលើកទឹកចិត្តឲ្យចូលរួមរាល់ក្រុមសង្កេតការណ៍លើការបោះឆ្នោតទាំងសង្គមស៊ីវិលនិងគណៈបកនយោបាយត្រូវតែមានស្ត្រីចូលរួមចំនួន 50% និងចុងក្រោយស្នើសុំឲ្យរយៈពេលនៃការចុះឈ្មោះបោះឆ្នោតនិងការផ្ដល់សុពលភាពលើបញ្ជីឈ្មោះបោះឆ្នោតត្រូវធ្វើចាប់ពីថ្ងៃទី1ខែមេសារហូតដល់ថ្ងៃទី10ខែកក្កដាឆ្នាំ2016ថ្លែងនៅក្នុងកិច្ចប្រជុំនោះនាយិកាអង្គការស៊ីលីកានិងជាប្រធានគ្រប់គ្រងនិងលើកស្ទួយស្ត្រីនៅក្នុងវិស័យនយោបាយអ្នកស្រីធីតាគឺមានប្រសាសន៍ថាមូលហេតុដែលសង្គមស៊ីវិលដាក់អនុសាសន៍7ចំណុចជូនកោជបនៅពេលនេះដោយសារស្ត្រីកម្ពុជាភាគច្រើនមិនសូវមានឱកាសចូលរួមអនុវត្តនៅក្នុងដំណើរការបោះឆ្នោតនោះទេអ្នកស្រីបន្តថាបញ្ហាវិសមភាពនេះហើយកើតឡើងដោយសារតែកម្ពុជាខ្វះគោលនយោបាយជូនស្ត្រីឲ្យមានភាពស្មើគ្នាដោយបុរសអ្នកស្រីធីតាខឺលើកឡើងទៀតថាវិសមភាព Gender នៅក្នុងដំណើរការបោះឆ្នោតគឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យប៉ះពាល់ដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជាអ្នកស្រីបន្តថាបេសកកម្មរបស់កោជបដែលធានាឲ្យមានការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ស្របតាមគោលនយោបាយលទ្ធិប្រជាធិបតេយ្យដូច្នេះកោជបត្រូវតែពិចារណាអនុសាសន៍ទាំង7ចំណុចនេះបុគ្គលិករាជការដែលធ្វើការងារនៅក្នុងកោជបនោះគួរឲ្យមានតុល្យភាពឲ្យបានស្ត្រីចូលរួមផងធ្វើយ៉ាងណាឲ្យគណៈបកនយោបាយដែលគាត់ជ្រើសដាក់ស្ត្រីទៅក្នុងបញ្ជីបញ្ឈ្មោះបោះឆ្នោតដើម្បីធ្វើឲ្យការងារនេះឯងបានទៅដល់ស្ត្រីចា៎ឆ្លើយតបទៅនឹងការផ្ដល់អនុសាសន៍ទាំង7ចំណុចរបស់សង្គមស៊ីវិលទាំងនេះអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបលោកបណ្ឌិតហុងពុធាមានប្រសាសន៍ថាកន្លងមកកោជបមិនបានរើសអើងស្ត្រីជនពិការនិងស្ត្រីជនជាតិភាគតិចនៅក្នុងវិស័យនយោបាយនោះទេលោកថាចំពោះសំណើនេះកោជបបានរៀបចំឲ្យមានគណៈកម្មការស្ត្រីរួចហើយដែរហើយសំណើសង្គមស៊ីវិលនៅពេលនេះគឺជាគន្លឹះសំខាន់សម្រាប់កោជបយកទៅពិនិត្យនិងសិក្សាបន្តដើម្បីដំណើរការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយតម្លាភាពរាល់អនុសាសន៍របស់គណៈកម្មការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយគឺជាអនុសាសន៍មួយដែលកោជបទទួលយកហើយកោជបនឹងពិនិត្យនៅលក្ខខណ្ឌបន្ថែមទៀតដើម្បីឲ្យស្ត្រីមានឱកាសកាន់តែច្រើននៅក្នុងវិស័យនយោបាយបាទរាល់រដូវចុះឈ្មោះបោះឆ្នោតនិងយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតថ្នាក់ជាតិម្ដងអង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយស្ត្រីនៅក្នុងវិស័យនយោបាយតែងតែត្អូញត្អែអំពីកង្វះការងារចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយហើយពួកគេស្នើឲ្យមានការចូលរួមពីស្ត្រីឲ្យបានច្រើននៅក្នុងកិច្ចការបោះឆ្នោតខ្ញុំអ៊ុំរាំងសីវិទ្យុអាស៊ីសេរីភ្នំពេញ
ចាលោកនាងស្ដាប់ជាទីមេត្រីប្រជាពលរដ្ឋរស់នៅភូមិថ្មីឃុំជ័យឧត្តមស្រុកលំផាត់ជាង70នាក់រួមទាំងប្រធានភូមិបានមកប្រមូលផ្ដុំគ្នានៅមុខតុលាការខេត្តរតនគិរីទាមទារឲ្យដោះលែងប្រជាពលរដ្ឋម្នាក់ដែលអ្នកភូមិអះអាងថាចៅក្រមតុលាការចាប់ខ្លួនដោយអយុត្តិធម៌ចាលោករដ្ឋាវិសាលរាយការណ៍ព័ត៌មាននេះបដាសរសេរនៅលើផ្ទាំងក្រដាសពណ៌សជាច្រើនផ្ទាំងមានន័យថាឈ្មោះសៃរ៉េតគ្មានកំហុសនិងសូមឲ្យដោះលែងសៃរ៉េតវិញត្រូវបានអ្នកភូមិលើកបង្ហាញនៅមុខស្ថាប័នតុលាការខេត្តរតនគិរីនៅរសៀលថ្ងៃទី21ខែកក្កដាការតវ៉ានេះធ្វើឡើងបន្ទាប់ពីអ្នកភូមិឈ្មោះសៃរ៉េតត្រូវតុលាការខេត្តរតនគិរីចាប់ឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃទី20ខែកក្កដាបន្ទាប់ពីសមត្ថកិច្ចប៉ូលីសបានកោះហៅជនជាប់ចោទមកប៉ុស្តិ៍ប៉ូលីសបន្ទាប់មកក៏បញ្ជូនជនជាប់ចោទទៅស្ថាប័នតុលាការអ្នកភូមិឈ្មោះជីមអឿនចាត់ទុកការចាប់ខ្លួនជនជាប់ចោទថាជាអំពើអយុត្តិធម៌ពីព្រោះជនជាប់ចោទមិនបានបង្ករបួសស្នាមដោយការចាប់ប្រកាន់នោះឡើយលោកថាអ្នកភូមិរាប់សិបនាក់យល់ព្រមធ្វើសាក្សីបំភ្លឺជូនតុលាការជុំវិញអង្គហេតុចាប់ប្រកាន់ឈ្មោះសៃរ៉េតនេះខ្ញុំឃើញធ្វើជាឈ្មោះសៃរ៉េតនោះបាទមានវាយទេបាទ100ជាងមែនបាទរបាយការណ៍អង្គការរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាត់ហុកកាលពីឆ្នាំ2012ប្រជាពលរដ្ឋរស់នៅភូមិថ្មីបានផ្ទុះចេញអំពើហិង្សាវាយតប់គ្នាក្នុងពិធីរៀបការមួយក្នុងហេតុការណ៍នោះអ្នកភូមិជាម្ចាស់ពិធីឈ្មោះលែងកោករងរបួសធ្ងន់តែទិនរឿងក្តីនេះចៅក្រមស៊ើបសួរលោកអេងចំណាប់មានប្រសាសន៍បញ្ជាក់ថាមន្ត្រីអัยការបានចោទប្រកាន់អ្នកភូមិ5នាក់ពីបទប្រើអំពើហិង្សាមានស្ថានទម្ងន់ហើយបានបញ្ជូនសំណុំរឿងមកលោកដើម្បីស៊ើបសួរលោកថាបានបញ្ចប់ការស៊ើបសួរជនជាប់ចោទទាំង5នាក់កាលពីខែឧសភាឆ្នាំ2012និងបានចេញដីកានាំខ្លួនជនជាប់ចោទកាលពីឆ្នាំ2013ក៏ប៉ុន្តែរហូតមកទល់នឹងថ្ងៃទី20ខែកក្កដាទើបប៉ូលីសនាំខ្លួនឈ្មោះសៃរ៉េតនេះបានខណៈសំណុំរឿងត្រូវបានដាក់ឲ្យចៅក្រមបើកសវនាការសម្រាប់រឿងក្តីនេះខ្ញុំបានបិទរឿងនេះជូនទៅជំរះយូរហើយហ្នឹងចេញពីការនាំពីវិន័យប៉ុន្តែឥឡូវប៉ូលីសគេតែមិនឃើញគាត់មិនទៅហើយរឿងនេះបានបញ្ជូនទៅជំនុំជម្រះហើយគាត់អត់ទាន់ជំនះឥឡូវគាត់សម្រេចមុនអង្គសេចក្តីអញ្ចឹងគេនាំមកអញ្ចឹងតែទិនរឿងក្តីនេះដែរប្រធានភូមិថ្មីលោកណាប៊ុនវ៉ៃរៀបរាប់ថាឈ្មោះសៃរ៉េតបានចូលខ្លួនទៅបំភ្លឺនៅតុលាការដោយគ្មានការគេចវេះតាំងពីឆ្នាំ2012រហូតមកចំណែកអាជ្ញាធរភូមិក៏មិនបានដឹងពីដីកានាំខ្លួនឈ្មោះសៃរ៉េតនេះដែរលោកសង្ស័យទៅលើភាពមិនប្រក្រតីនៃការចាប់ខ្លួនឈ្មោះសៃរ៉េតដែលអាចបង្កើតឲ្យមានអំពើអយុត្តិធម៌ចំពោះពលរដ្ឋក្នុងមូលដ្ឋានឥឡូវខ្ញុំជាអាជ្ញាធរនឹងស្វែងរកអ្នកដែលស្មោះត្រង់ការយុត្តិធម៌អានឹងខ្ញុំខំបំពេញការងារដែលបំរើជាតិនឹងគឺស្វែងរកតែការយុត្តិធម៌មកនឹងគោលបំណងស្វែងរកយុត្តិធម៌ឲ្យឈ្មោះសៃរ៉េតនេះដែលគេចោទប្រកាន់ដល់ថាអត់មានការជាក់លាក់អញ្ចឹងវិទ្យុអស៊ីសេរីមិនអាចតាក់ទងចៅក្រមជំនុំជម្រះក្តីលោកស្រីជ័យមីលាសូមបញ្ជាក់ករណីនេះបានទេនៅថ្ងៃទី21ខែកក្កដាចំណែកមន្ត្រីសម្របសម្រួលសមាគមអាត់ហុកខេត្តរតនគិរីលោកឆៃធីបញ្ជាក់ថាចៅក្រមជំនុំជម្រះអាងថាពីសប្តាហ៍ទៀតនឹងបើកសវនាការរឿងក្តីនេះហើយហេតុនេះតុលាការស្នើឲ្យអ្នកភូមិដែលស្ម័គ្រចិត្តធ្វើជាសាក្សីការពារជនជាប់ចោទត្រូវបំពេញលិខិតស្នើសុំធ្វើសាក្សីនិងត្រៀមឯកសារភស្តុតាងបង្ហាញអង្គសវនាការក្រមគាត់បានបញ្ជាក់ថាការដែលចាប់ឃុំខ្លួននេះគឺទៅតាមដីកាចាស់របស់ចៅក្រមស៊ើបសួរហើយប៉ូលីសមិនបានអនុវត្តពេលនេះក៏ឃុំខ្លួនគឺសំអាងទៅលើដីកាចាស់ហើយដើម្បីរងចាំជំនុំជម្រះ2សប្តាហ៍ក្រោយនេះទោះជាយ៉ាងណាក៏ដោយក្រុមអ្នកតវ៉ាប្រមូលផ្ដុំគ្នាក្រោមរថភ្លៀងរលឹមនិងធ្វើការតវ៉ាដោយស្ងៀមស្ងាត់បង្ហាញឆន្ទៈមិនគាំទ្រការចាប់ខ្លួនអ្នកភូមិដែលតុលាការចោទប្រកាន់ក្នុងបទប្រើអំពើហិង្សាបង្ករបួសស្នាមនោះទេអ្នកភូមិបានសម្រេចចិត្តវិលត្រឡប់ទៅលំនៅឋានវិញបន្ទាប់ពីមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សណែនាំឲ្យអ្នកភូមិត្រៀមខ្លួនធ្វើជាសាក្សីបង្ហាញអង្គហេតុការពារជនជាប់ចោទនៅថ្ងៃសវនាការខាងមុខនេះខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីចាលោកអ្នកនាងកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីកម្មករជាង500នាក់នៅរោងចក្រ Ekentech ដែលធ្វើកោតកម្មអស់រយៈពេលជាច្រើនថ្ងៃមកហើយនៅតែបន្តស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័ននានាដើម្បីឲ្យពួកគេទទួលបានប្រាក់អតីតភាពការងារតាមការទាមទារនៅថ្ងៃទី21ខែកក្កដាធ្វើនៅខាងមុខក្រសួងការងារស្របពេលភាគីកម្មកររោងចក្រនិងតំណាងមន្ត្រីក្រសួងបានប្រជុំជជែកតាក់ទងរឿងកម្មករទាមទារនេះប៉ុន្តែមិនទទួលបានលទ្ធផលនៅឡើយចាលោកប្រាជេវរាយការណ៍ព័ត៌មាននេះក្រៅពីធ្វើកោតកម្មនៅមុខរោងចក្រនិងឈរស្រ័យទាមទារនៅមុខក្រសួងការងារក្រុមកម្មករអះអាងថានឹងលើកគ្នាទៅតវ៉ានៅទីស្នាក់ការកណ្ដាលក្រុមហ៊ុនភូមានៅថ្ងៃទី22ខែកក្កដាក្រុមកម្មករអះអាងម្ដងហើយម្ដងទៀតថាប្រសិនបើមិនទទួលបានដំណោះស្រាយពួកគេមិនចូលធ្វើការងារទេកម្មការនីនៃរោងចក្រ Ekentech កញ្ញាវ៉ាន់សុកហាញ់ប្រាប់ថា
កញ្ញាចង់បានកិច្ចសន្យាការងារខ្លីព្រោះនៅពេលដែលរោងចក្រប្រូឈ្មោះឬប្រូថៅកែកម្មករអាចទទួលបានប្រាក់អតីតភាពកម្មការរនីរូបនេះបន្តថាប្រសិនបើភាគីថៅកែរោងចក្រមិនយល់ស្របតាមសំណើរបស់កម្មករពួកគេនឹងបន្តការទាមទារតទៅទៀតអញ្ចឹងកម្មការរនីយើងខ្ញុំមិនព្រមមិនចូលទៅការដាច់ខាតទល់តែយកថាជីខ្ញុំតែម្នាក់ទៅចូលចរចាបានខ្ញុំកម្មការរនីនាងខ្ញុំព្រមទទួលយកព្រមធ្វើការឲ្យវិវាទរវាងថៅកែរោងចក្រនិងកម្មកររោងចក្រ Ekentech ចាប់ផ្ដើមតាំងពីថ្ងៃទី10ខែកក្កដាអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្នខណៈដែលការទាមទាររបស់កម្មករទទួលបានការឆ្លើយតបខ្លះៗពីថៅកែរោងចក្រប៉ុន្តែចំណុចកម្មករទាមទារប្រាក់អតីតភាពរយៈពេល1ឆ្នាំ$70ក្រុមហ៊ុនផ្ដល់ឲ្យត្រឹមតែ$40និងសំណើសុំបដូរកិច្ចសន្យាការងារភាគីរោងចក្រមិនទាន់ឆ្លើយតបនៅឡើយទេវិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងការងារលោកហេងស៊ូបានទេនៅថ្ងៃទី21ខែកក្កដាកម្មកររោងចក្រ Ekentech ទាំងពីរទីតាំងស្ថិតនៅក្នុងសួនវឌ្ឍនៈនិងសួនកាណាឌីយ៉ាក្នុងរាជធានីភ្នំពេញប្រកាសមិនចូលធ្វើការងារនិងបន្តដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋសភានិងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងករណីពុំមានការឆ្លើយតបពីថៅកែរោងចក្រក្រោយជួបប្រជុំជាមួយមន្ត្រីក្រសួងការងារប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោកប៉ៅស៊ីណាឲ្យដឹងថាមន្ត្រីក្រសួងការងារនឹងយកសំណើរបស់កម្មករទៅប្រាប់ថៅកែរោងចក្រឲ្យបានដឹងលោកប៉ៅស៊ីណាថាអ្វីដែលមន្ត្រីក្រសួងការងារសន្យានេះពុំមានអ្វីថ្មីនៅឡើយទេលោកបន្តថាកម្មករនៅតែបន្តស្វែងរកអន្តរាគមន៍ដើម្បីដាក់បន្ទុកឲ្យថៅកែរោងចក្រឆ្លើយតបទៅនឹងសំណើរបស់កម្មករបាទយើងនៅតែបន្តការធ្វើកតកម្មគ្រប់វិធីទាំងអស់គឺមិនក៏ដោយគឺយើងចរចាទៅលើតែចំណុចប្រចាំឆ្នាំនៃកម្មករសំណពរហ្នឹងបាទក្នុងការតម្លើងកម្រិតណាមួយសហជីពនិងកម្មករបន្ថយបន្តិចទៅហើយក្រុមហ៊ុនឡើងបន្តិចទៅវាអាចមិនត្រូវគ្នាអញ្ចឹងយើងនិយាយតែប៉ុណ្្នឹងទេការទាមទារនេះដែរលោកប៉ៅស៊ីណាត្រូវសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ទៅជីម៉ាក់ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសនិងចោទប្រកាន់ថាដឹកនាំកម្មករធ្វើកូដកម្មមិនគ្រប់តាមនីតិវិធីជីម៉ាក់ចោទថាមេដឹកនាំសហជីពមួយចំនួនធ្វើការទាមទារផ្លាស់ប្តូរកិច្ចសន្យាការងាររបស់កម្មករពីរយៈពេលវែងទៅរយៈពេលខ្លីដែលសកម្មភាពនេះបង្ហាញពីការមិនដឹងផ្នែកច្បាប់និងបំផ្លាញផលប្រយោជន៍កម្មករនិយោជកក្នុងរយៈពេលវែងទោះបែបនេះក្តីលោកប៉ៅស៊ីណាច្រានចោលការចោទប្រកាន់នេះនឹងថាជាការបំភ្លឺខុសពីការពិតកម្មកររោងចក្រ Ekentech ទាមទារលក្ខខណ្ឌការងារចំនួន9ចំណុចប៉ុន្តែមកទល់ពេលនេះនៅសល់តែចំណុចធំៗរួមមានកិច្ចសន្យាការងារនិងប្រាក់អតីតភាពដែលថៅកែរោងចក្រមិនទាន់ឆ្លើយតបខ្ញុំប្រាជ្ញវិទ្យុអាស៊ីសេរីភ្នំពេញចាលោកអ្នកនាងស្ដាប់ជាទីមេត្រីតាក់ទងទៅនឹងការតវ៉ារបស់កម្មការនីនេះដែរកម្មករកាត់ដេរជាង200នាក់នៃរោងចក្រ C+ ស្ថិតនៅឃុំព្រៃអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលនៅថ្ងៃទី21ខែកក្កដាបានធ្វើកោតកម្មទាមទារឲ្យថៅកែក្រុមហ៊ុនរោងចក្រទទួលយកពួកគេចូលធ្វើការវិញរោងចក្របញ្ឈប់កម្មករជាង200នាក់នេះនៅក្រៅពេលដែលកម្មករចេញធ្វើកោតកម្មកាន់តែច្រើនឡើងចាប់ពីថ្ងៃទី8ខែកក្កដាមកទាមទារឲ្យថៅកែរោងចក្រទទួលយកកម្មករម្នាក់ឈ្មោះអឿនពិសិដ្ឋដែលកម្មករអះអាងថាត្រូវបានភាគីរោងចក្របញ្ឈប់ពីការងារភ្លាមៗដោយគ្មានមូលហេតុក្រៅពីការទាមទារឲ្យខាងរោងចក្រទទួលយកកម្មករឲ្យចូលធ្វើការវិញខាងកម្មករក៏ទាមទារឲ្យមានការបន្ថែមប្រាក់ថ្លៃធ្វើដំណើរថ្លៃបាយថ្លៃថ្នាំពេទ្យនិងថ្លៃថ្នាំពេទ្យជាដើមកាលពីថ្ងៃទី15ខែកក្កដាតុលាការខេត្តកណ្ដាលបានចេញដីការក្សាការពារដែលតម្រូវឲ្យកម្មករបញ្ឈប់ការតវ៉ាហើយចូលធ្វើការវិញដោយឥតលក្ខខណ្ឌរហូតមកដល់ព្រឹកថ្ងៃទី21កក្កដានេះខាងរោងចក្របានប្រកាសបញ្ឈប់ការងាររបស់កម្មករចំនួន237នាក់ដែលពុំព្រមចូលធ្វើការតំណាងសហព័ន្ធសហជីពពលករកម្ពុជាដែលដឹកនាំកោតកម្មនេះលោកយុនសម្បូរអំពាវនាវឲ្យភាគីពាក់ព័ន្ធចរចាជាមួយកម្មករលើចំណុចដែលកម្មករកំពុងទាមទារវិទ្យុអាស៊ីសេរីបានតាក់ទងទៅភាគីរោងចក្រដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះតែប្រធានផ្នែករដ្ឋបាលនៃរោងចក្របដិសេធមិនផ្ដល់សម្ភារដោយលើកឡើងថាកំពុងជាប់រវល់ក្រុមគ្រូបង្រៀននៅវិទ្យាល័យរមាសហែកខេត្តស្វាយរៀងស្នើឲ្យរដ្ឋសភានិងអង្គភាពប្រឆាំងអំពើពុករលួយជួយពិនិត្យដោះស្រាយបញ្ហាអំពើពុករលួយរបស់លោកនាយកសាលារមាសហែកការបន្តស្វែងរកដំណោះស្រាយនេះគឺនៅបន្ទាប់ពីក្រសួងអប់រំយុវជននិងកីឡាមិនទាន់បង្ហាញលទ្ធផលយ៉ាងណានៅឡើយក្រោយពីបានចុះស៊ើបអង្កេតករណីនេះអស់រយៈពេល1ខែទៅហើយនោះចាលោកថាកត្យារាយការណ៍ព័ត៌មាននេះក្រុមគ្រូបង្រៀនវិទ្យាល័យរមាសហែកស្ថិតនៅឃុំកំពង់ត្រាចស្រុករមាសហែកខេត្តស្វាយរៀងប្រមាណជាង50នាក់កាលពីថ្ងៃទី20ខែកក្កដាប្តឹងចោទនាយកវិទ្យាល័យរមាសហែកលោកម៉ៅកឹមលីទៅអង្គភាពប្រឆាំងអំពើពុករលួយនិងគណៈកម្មការអង្គការបោះសម្អាតនិងប្រឆាំងអំពើពុករលួយឬហៅថាគណៈកម្មការទី10នៃរដ្ឋសភាពីបទប្រព្រឹត្តអំពើពុករលួយតំណាងគ្រូបង្រៀនម្នាក់
លោកមាសគឹមហេងបញ្ជាក់ថាការដាក់បណ្ដឹងនេះដោយសារក្រសួងអប់រំយុវជននិងកីឡាមានចំណាត់ការយឺតយ៉ាវព្រោះរហូតមកដល់ពេលនេះនៅតែមិនទាន់បង្ហាញលទ្ធផលយ៉ាងណានោះឡើយបន្ទាប់ពីក្រុមអធិការកិច្ចរបស់ក្រសួងអប់រំបានចោះស្រាវជ្រាវដោយផ្ទាល់នៅវិទ្យាល័យរមៀលហែកកាលពីថ្ងៃទី16 ខែមិថុនាកន្លងទៅគេបានសន្យាថាពេលណាទេគេនៅតែឲ្យយើងរងចាំការសម្រេចរបស់ក្រសួងហើយរហូតដល់ពេលនេះវាមានរយៈពេលជាង1 ខែហើយដូច្នេះគាត់នៅតែទាមទារទទូចសូមឲ្យថ្នាក់ក្រសួងដោយថ្នាក់លើនេះជួយដោះស្រាយបញ្ហានឹងឲ្យពួកគាត់ដល់មិនដូច្នោះទេការប៉ះពាល់ដល់សិស្សវិគូទាំងមានប្រសិនថាក្រសួងនៅតែព្យាយាមមិនដោះស្រាយបញ្ហានឹងឲ្យពួកយើងលោកមេគឹមហេងបញ្ជាក់ថាខាងគណៈកម្មការទី10នៃរដ្ឋសភាសន្យាថានឹងជួយជំរុញឲ្យក្រសួងអប់រំពន្យល់ដំណោះស្រាយឲ្យបានឆាប់ដោយឡែកខាងអង្គភាពប្រឆាំងអំពើពុករលួយក៏សន្យាថានឹងចុះពិនិត្យស៊ើបអង្កេតករណីនេះឆាប់ខាងមុខដែរយ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាលោករស់សាលីនមានប្រសាសន៍ថាក្រសួងបានបញ្ជូនលិខិតណែនាំមួយទៅខាងមន្ទីរអប់រំខេត្តស្វាយរៀងដើម្បីពិនិត្យមើលស្ថានភាពជាក់ស្ដែងថាតើត្រូវដាក់ពិន័យតាមរដ្ឋបាលឬផ្លាស់ប្ដូរមុខតំណែងតាមពាក្យបណ្ដឹងគឺក្រុមគ្រូបង្រៀនបានទាមទារឲ្យក្រសួងអប់រំដកនាយកវិទ្យាល័យចេញពីតំណែងបន្ទាប់ពីពួកគេរកឃើញថានាយកវិទ្យាល័យរូបនេះបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរដោយជាករណីកឹបកេងកញ្ចប់ថវិកាទ្រទ្រង់សាលា PB របស់ក្រសួងអប់រំលុយបានពីលក់អគារឈើ3ខ្នងបាត់ដំណឹងឈឹងការកេងប្រវ័ញ្ចប្រាក់ម៉ោងលោកគ្រូអ្នកគ្រូ 4% លក់ដូរនិងប្រើប្រាស់សម្ភារៈសាលាជាកម្មសិទ្ធិរបស់ខ្លួននិងចុះហត្ថលេខាជំនួសលោកគ្រូអ្នកគ្រូដើម្បីប្រយោជន៍ផ្ទាល់ខ្លួនជាដើមក្រុមគ្រូបង្រៀនទាំងនេះព្រមានថានឹងធ្វើកោតកម្មទៀតផងប្រសិនបើគ្មានដំណោះស្រាយឈានដល់ការដកលោកនាយកសាលាចេញពីតំណែងទេនោះឆ្លើយតបនឹងបញ្ហានេះនាយកវិទ្យាល័យរមៀលហែកលោកម៉ៅគឹមលីបានចេញមុខបដិសេធម្ដងហើយម្ដងទៀតថាលោកពុំបានប្រព្រឹត្តអំពើពុករលួយដោយការចោទប្រកាន់ឡើយព្រោះការគ្រប់គ្រងរបស់សាលាមាននាយករងផ្នែកនីមួយៗដើម្បីទទួលខុសត្រូវនិងបានធ្វើរបាយការណ៍ចំណូលចំណាយថវិកាសាលាលោកក៏មិនខ្វល់ចំពោះការបន្តប្តឹងផ្តល់និងព្រមានធ្វើកោតកម្មនោះឡើយពលគឺគិតតែខិតខំប្រឹងប្រែងធ្វើកិច្ចការជូនរដ្ឋប៉ុណ្ណោះលោកបញ្ជាក់ថាលោកពុំយល់អ្វីដែលគ្រូបង្រៀន2 ទៅ 3 នាក់នេះកំពុងធ្វើឡើយលោកសន្និដ្ឋានថាគ្រូបង្រៀនទាំងនេះមានគម្រោងចង់បែងជើងលោកព្រោះបើទោះបីជាមន្ទីរអប់រំបានផ្ដល់ដំណោះស្រាយយ៉ាងណាក៏មិនទទួលស្គាល់ដែរគេដោះស្រាយមិនសារមិនព្រមទៅប្តឹងទៅក្រសួងហើយក្រសួងប្រមូលទិន្នន័យទៅអស់ហើយលទ្ធផលទៅអស់ហើយប៉ុន្តែមិនទាន់ចេញយ៉ាងម៉េចទេគាត់ងាកទៅប្តឹងខាងអាជ្ញាធរទៅទៀតហើយអាជ្ញាធរគាត់សួរគាត់មិនថាសួរតែសួរតែប្រតឹងផងតែបដោយផងសពបាយសពយ៉ាងសួរទាំងខាងគាត់សម័យខ្លួននឹងទៀតដល់ពេលសួរទៅគាត់លទ្ធផលរបស់គាត់មកគាត់ដោះស្រាយហើយខាង3នាក់ហ្នឹងមិនទទួលយកទៀតហើយចុះខ្ញុំពិចារណាមើលទាំងអស់គ្នាខ្ញុំទាំងបងឯងណាពិចារណាមើលសួរថាអ្នកប្តឹងនឹងមនុស្សប្រភេទណាបើប្តឹងគេឲ្យគេមកគេដោះស្រាយមិនទទួលយកទៅប្តឹងតទៀតហើយមិនតែមួយកន្លែងណាទី2កន្លែងហើយមិនក៏ឲ្យគេដោះស្រាយឲ្យមិនទទួលយកទាក់ទិននឹងបញ្ហានេះដែរកន្លងមកប្រធានស្ដីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រីអុកឆាយាវីស្នើឲ្យក្រសួងអប់រំត្រូវតែចាត់វិធានការដកនាយកវិទ្យាល័យរមៀលហែកលោកម៉ៅគឹមលីចេញជាបន្ទាន់ប្រសិនបើរកឃើញថាលោកនាយកវិទ្យាល័យរូបនោះពិតជាបានប្រព្រឹត្តអំពើពុករលួយដោយការចាត់ប្រកាន់របស់ក្រុមគ្រូបង្រៀននោះមែនព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ដល់គុណភាពនៃការអប់រំដល់សិស្សានុសិស្សនិងស្មារតីបង្រៀនរបស់លោកគ្រូអ្នកគ្រូទៀតផងខ្ញុំថាកត្យាវិទ្យុអាស៊ីសេរីរាជធានីភ្នំពេញលោកអ្នកនាងស្ដាប់ជាទីមេត្រីបន្ទាប់ពីព័ត៌មានប្រចាំថ្ងៃលោកអ្នកនាងនឹងបានស្ដាប់បទសម្ភាសន៍អំពីការផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរនិងអីវ៉ាន់តាមប្រៃសណីយ៍ដោយរថយន្តទំនើបពីប្រទេសជប៉ុននៅតាមបណ្ដោយផ្លូវជាតិលេខ5ពីភ្នំពេញទៅខេត្តកំពង់ឆ្នាំងនិងពីកំពង់ឆ្នាំងមកភ្នំពេញចាលោកអ្នកនាងស្ដាប់ជាទីមេត្រីនៅឯខេត្តកំពង់ធំវិញម្ដងអង្គការលីកាដូប្រចាំខេត្តនេះនិងសហគមន៍មានបញ្ហាដីធ្លីជាច្រើននៅខេត្តត្បូងឃ្មុំនិងរៀបចំយុទ្ធនាការប្រឆាំងការបង្កើតច្បាប់គ្រប់គ្រងអង្គការសមាគមមិនមែនរដ្ឋាភិបាលនៅថ្ងៃទី22កក្កដានេះការធ្វើយុទ្ធនាការនេះក្នុងបំណងធ្វើយ៉ាងណាឲ្យព្រឹទ្ធសភាទម្លាក់ចោលច្បាប់នេះហើយឲ្យពិចារណាឡើងវិញអំពីផលប៉ះពាល់នៃច្បាប់នេះទៅលើអង្គការសមាគមនិងអ្នកទទួលសេវាពីអង្គការសមាគមទាំងនោះចាលោកសោតសុកប្រាថ្នារាយការណ៍ព័ត៌មាននេះក្នុងយុទ្ធនាការប្រឆាំងការបង្កើតច្បាប់គ្រប់គ្រងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលអង្គការនិងប្រជាសហគមន៍នៅក្នុងខេត្តកំពង់ធំនិងខេត្តត្បូងឃ្មុំនឹងជួបប្រជុំគ្នាថ្លែងអំពីក្តីបារម្ភនិងផលប៉ះពាល់នៃច្បាប់នេះមកលើពួកគេស្របគ្នានេះក៏មានការចែកចាយខិត្តប័ណ្ណឬ sticker ដែលមានពាក្យថាទេចំពោះច្បាប់មួយនេះទៀតផងមន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូខេត្តកំពង់ធំលោកឈុំរុនមានប្រសាសន៍ថាខាងលោកនឹងធ្វើយុទ្ធនាការបដិសេធច្បាប់នេះដែលមានការចូលរួមពីបណ្ដាលអង្គការក្រៅរដ្ឋាភិបាលនៅខេត្តកំពង់ធំនៅថ្ងៃទី22កក្កដា
លោកបន្តថាគោលបំណងសំខាន់គឺធ្វើយ៉ាងណាដើម្បីផ្ញើសារជូនរាជរដ្ឋាភិបាលឲ្យគិតបន្ថែមទៀតចំពោះច្បាប់មួយនេះ រដ្ឋាភិបាលហាក់ដូចជាមិនអើពើឬមួយក៏មិនគិតគូរចំពោះច្បាប់នឹងវាផ្ទុយបើយើងនិយាយចំទៅវាផ្ទុយនឹងរដ្ឋធម្មនុញ្ញផងហើយវាផ្ទុយនឹងច្បាប់អន្តរជាតិផងដូចជាកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋកតិកាសញ្ញាស្តីពីសិទ្ធិនយោបាយហ្នឹងយ៉ាងណាកាលពីថ្ងៃទី13កក្កដាច្បាប់អង្គការសមាគមមិនមែនរដ្ឋាភិបាលត្រូវបានរដ្ឋសភាអនុម័តដោយតំណាងរាស្ត្រមកពីគណៈបកប្រជាជនកម្ពុជាទាំង68រូបបើទោះបីជាច្បាប់នេះមានភាពចម្រូងចម្រាសយ៉ាងណាក៏ដោយអង្គការលីកាដូខេត្តកំពង់ធំនឹងរៀបចំយុទ្ធនាការនេះនៅមុខស្នាក់ការរបស់ពួកគេលោកឈុំរនអំពាវនាវឲ្យស្ថាប័នព្រឹទ្ធសភាដែលមានតួនាទីត្រួតពិនិត្យការអនុម័តច្បាប់អង្គការនិងសមាគមមិនមែនរដ្ឋាភិបាលគប្បីច្រានចោលចំពោះច្បាប់មួយនេះជៀសវាងផលប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅចំណែកឯនៅខេត្តត្បូងឃ្មុំវិញប្រជាសហគមន៍មានចំនួនដីធ្លីជាច្រើនក្រុងនឹងជួបជុំគ្នានៅក្បែរសាលាស្រុកមួយមុនដើម្បីសម្ដែងការមិនពេញចិត្តនិងចែកចាយ sticker ដែលមានពាក្យថាទេចំពោះច្បាប់មួយនេះនៅថ្ងៃទី22កក្កដាដូចគ្នាតំណាងប្រជាសហគមន៍នៅឃុំត្រមងដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមីមុតអ្នកស្រីព្រំដាណែតមានប្រសាសន៍ថាច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលមិនត្រឹមតែប៉ះពាល់ដល់អង្គការសម័យប៉ុណ្ណោះទេប៉ុន្តែប្រជាពលរដ្ឋរងគ្រោះដែលត្រូវការសេវាផ្នែកច្បាប់ឬយោបល់ពីខាងអង្គការសមាគមទាំងនោះនឹងត្រូវជួបឧបសគ្គដូចគ្នាដែរអ្នកស្រីបន្តថាប្រជាសហគមន៍បដិសេធចំពោះរាល់ច្បាប់ណាដែលប្រឆាំងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាចង់ឲ្យគាត់នឹងកុំអាតចាញ់មុននឹងចេញគួរណាគាត់នឹងមើលឲ្យគ្រប់ជ្រុងជ្រោយថាតើច្បាប់នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋអត់ព្រោះថាមិនប៉ះពាល់នឹងពួកខ្ញុំអត់អីដើម្បីប្រទេសជាតិតែតែប៉ះពាល់ដល់ពួកខ្ញុំដែលជនរងគ្រោះនឹងគឺពួកខ្ញុំប្រឆាំងខ្ញុំអស់សង្ឃឹមហ្មងយ៉ាងណាប្រជាសហគមន៍ទាំងនោះមិនបានជួនដំណឹងឬសុំការអនុញ្ញាតពីអាជ្ញាធរឡើយដោយយល់ថានេះគ្រាន់តែជាការសម្ដែងមតិតូចមួយរបស់ពួកគាត់ប្រពន្ធដដែលបញ្ជាក់ថាការធ្វើយុទ្ធនាការប្រឆាំងច្បាប់អង្គការក្រៅរដ្ឋាភិបាលគឺផុសចេញពីការព្រួយបារម្ភផ្ទាល់ខ្លួនរបស់ប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីនិងប្រជាសហគមន៍មានបញ្ហាផ្សេងៗទៀតបន្ថែមលើនេះមន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូខេត្តកំពង់ចាមលោកប៊ូវិរៈមានប្រសាសន៍ថាប្រជាសហគមន៍ទាំងនោះគឺពួកគេនាំគ្នាធ្វើឡើងដោយខ្លួនឯងប៉ុន្តែស្របពេលដែលអង្គការលីកាដូទាំង13រាជធានីខេត្តគឺគេរៀបចំយុទ្ធនាការនេះដែរលោកបន្តថាចំពោះយុទ្ធនាការប្រឆាំងច្បាប់អង្គការមិនមែនរដ្ឋាភិបាលតែធ្វើឡើងដោយប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំនោះគឺខាងអង្គការលីកាដូខេត្តកំពង់ចាមមានតួនាទីជាអ្នកចូលរួមផងនិងជាអ្នកឃ្លាំមើលសកម្មភាពរបស់ប្រជាសហគមន៍ទាំងនោះផងខ្ញុំសោតសុខប្រាថ្នាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ចាមប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅឃុំបឹង5ស្រុកបវលខេត្តបាត់ដំបងប្រមាណ100នាក់នៅព្រឹកថ្ងៃទី21ខែកក្កដានាំគ្នាទៅការពារតំណាងចំនួន5រូបដែលបានចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តុលាការនៅមុខសាលាដំបងខេត្តបាត់ដំបងដើម្បីដាក់សម្ពាធទៅតុលាការឲ្យកាត់សេចក្តីប្រកបដោយភាពសុក្រិតនិងយុត្តិធម៌ចាលោកហុំចម្រើនរាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋនៅឃុំបឹង5ទាំងនោះប្រដាប់ដោយបង្វេចខោអាវមុងភួយព្រមទាំងអង្គចានឆ្នាំងដោយខ្លះអង្គុយខ្លះឈររងចាំតំណាងរបស់ខ្លួននៅខាងមុខសាលាដំបងខេត្តបាត់ដំបងនោះក្រុមប្រជាពលរដ្ឋដែលរងចាំតំណាងនៅខាងក្រៅតុលាការនោះអះអាងនៅថ្ងៃទី21កក្កដាថានេះជាលើកទី3ហើយដែលពួកគាត់នាំគ្នាការពារតំណាងនៅមុខតុលាការខេត្តបាត់ដំបងនោះពួកគាត់បញ្ជាក់ថាមូលហេតុដែលនាំគ្នាទៅការពារតំណាងនៅខាងមុខសាលាដំបងខេត្តបាត់ដំបងនេះដោយសារតុលាការខេត្តបានកោះហៅតំណាងរបស់គាត់ចំនួន5នាក់ពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីនៅឃុំបឹង5តាមបណ្ដឹងរបស់ប្រជាពលរដ្ឋម្នាក់ជាកូនរបស់លោកមេភូមិបឹងធុងឈ្មោះថេងមន្ទីដើម្បីបង្ហាញឲ្យតុលាការបានយល់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋផងនិងដាក់សម្ពាធតុលាការឲ្យដោះស្រាយប្រកបដោយភាពសុក្រិតនិងយុត្តិធម៌ផងមិនមានដីអីពាក់ព័ន្ធផងមកហៅឡើងម្ដងទៀតនេះថ្ងៃនេះបានចាពួកអាពុកអាលួយពួកអានេះឃុំនឹងវាយកដីខ្ញុំនឹងហើយវាធ្វើប្លង់ឲ្យគេហើយវារែងប្តឹងខ្ញុំទៀតនេះធ្វើម៉េចបងប្អូនកូនចៅព្រំព្រះហើយលោកតាលោកយាយហើយជួយកូនចៅផងកូនចៅក្រណាខ្ញុំឃើញមានឆ្នាំងមានចានមានអង្គមានចង្ក្រានអីដាំបាយភ្លើងហុយហ្នឹងក្នុងគូម្ដងនៅនឹងតែម្ដងចានៅនឹងតែម្ដងព្រោះឲ្យកុំឲ្យពិបាកតឡាការក៏ហៅអញ្ចឹងពួកខ្ញុំឲ្យមិនទៅហុយឡើងមកទៀតទេអញ្ចឹងឡើងមកចាំហ្មងហើយបើសិនជាសវ័យខេត្តក៏អត់មានដំណោះស្រាយទេពួកខ្ញុំនឹងឡើងទៅដល់ភ្នំពេញទៅហើយហុយដាក់អីមកប្រហែលដែរម្នាក់អត់មានសោះអត់មានទេលោកពូលក់ឆ្កែលក់មាន់ទេមកនេះនោះខ្ចីគេខ្លាយខ្លះហើយខ្ញុំឲ្យកូនតូចខានរៀនទៀតជាបរិបទហប់ពុតកាត់ឆ្កាបានពី3រៃយករបស់គ្នាលក់អស់ហើយឲ្យគ្នាអ៊ូនៅតាមមកអ្នកគ្មានទេយើងតក៏វាគ្មានហើយវាប្តឹងរហូត
វិទ្យុអាស៊ីសេរីពុំអាចតាក់ទងមន្ត្រីតុលាការខេត្តបាត់ដំបងនិងលោកខេងប៊ុនធីដើម្បីសុំការអធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី21កក្កដាប៉ុន្តែមេឃុំបឹង5លោកឈៀននេះមានប្រសាសន៍ថាប្រជាពលរដ្ឋទាំង5នាក់ដែលតុលាការកោះហៅនោះដោយសារពួកគាត់ទៅរំលោភលើដីលំនៅឋានកម្មសិទ្ធិឯកជនដែលមានទំហំប្រមាណ40ម៉ែត្រគុណនឹង40ម៉ែត្រនៅភូមិបឹងធំឃុំបឹង5ដោយខុសច្បាប់លោកបញ្ជាក់ថាករណីនេះកន្លងទៅអាជ្ញាធរឃុំបានព្យាយាមសម្របសម្រួលឲ្យប្រជាពលរដ្ឋទាំងនោះដោះស្រាយក្រៅប្រព័ន្ធតុលាការដែរប៉ុន្តែពុំទទួលបានលទ្ធផលទេអញ្ចឹងតែរឿងនេះគាត់ពួកគាត់មិនអាចមកទម្លាក់លើអាជ្ញាធរបានទេទី2ករណីហ្នឹងគាត់មិនមែនមានន័យថាគាត់រំលោភហ្នឹងរំលោភដោយម្នាក់ឯងឬក៏ជាតួអង្គមួយគ្រួសារហ្នឹងទេណាគាត់តែងតែគៀងគោគ្នាអញ្ចឹងពីគ្រប់បណ្ដាភូមិទាំង7ភូមិទាំង8ភូមិហ្នឹងមកដើម្បីជួយគ្នាទៅរំលោភកម្មសិទ្ធិរបស់គ្នាលោកឈៀននេះអះអាងថាប្រជាពលរដ្ឋនៅឃុំបឹង5ជាច្រើនគ្រួសារទៀតក៏ត្រៀមប្តឹងប្រជាពលរដ្ឋម្ខាងទៀតដែលរំលោភលើដីកម្មសិទ្ធិឯកជនទៅតុលាការនៅថ្ងៃខាងមុខជាបន្តបន្ទាប់ទៀតតាក់ទងនឹងបញ្ហានេះដែរមន្ត្រីស៊ើបអង្កេតអង្គការលីកាដូខេត្តបាត់ដំបងលោកហេងសៃហុងមានប្រសាសន៍ថាបញ្ហាទំនាស់ដីធ្លីដែលតុលាការក៏ហៅតំណាងប្រជាពលរដ្ឋចំនួន5រូបនោះវាពុំមែនជាកំហុសរបស់ប្រជាពលរដ្ឋនោះទេគឺកើតឡើងដោយសារអាជ្ញាធរមូលដ្ឋាននៅឃុំបឹង5ទៅវិញទេដែលរៀបចំបែងចែកដីធ្លីនៅតំបន់នោះពុំបានច្បាស់លាស់នោះដីដែលគាត់គ្រប់គ្រងបន្តិចបន្តួចពីដីរៃមហាត់អីចឹងទៅអាជ្ញាធរមួយខ្លួននាំគ្នាទៅពុះវាជាប្លង់ជាឡូតូចៗដើម្បីទៅឲ្យអ្នកនេះទៅឲ្យអ្នកនោះតាមអ្វីដែលខ្លួននឹកឃើញហើយក៏អត់ដឹងរឿងនេះអត់ដឹងរឿងថាដីគាត់នៅក្បែរផ្ទះនោះស្បអាស្រ័យផលបារៃប្រហែលម៉ែត្រ4ជ្រុងគាត់គ្រាប់ដាំរាល់ថ្ងៃអាពេលនោះកាត់ជាក្រោយមកអត់ដឹងថាគេមានប្លង់ទីខាងនេះប្លង់ខ្ញុំមានហើយខ្ញុំមានប្លង់នៅក្បែរជំរាបជាលោកឯងមានប្លង់កម្មសិទ្ធិអាហ្នឹងហើយជាបញ្ហាឲ្យគាត់ទៅសម្របសម្រួលវាស្មើនឹងឲ្យគាត់ចែកនេះក៏ផ្ដាល់ដីនឹងទៅឲ្យគេពលរដ្ឋដែលចូលខ្លួនទៅបំភ្លឺតុលាការនោះរួមមានលោកតៅថាបលោកដឹមអានអ្នកស្រីអ៊ិតយឿនអ្នកស្រីអានស្រីនិងលោកឆោមស្រួចក្រុមបាត់ចោទប្រកាន់ធ្វើឲ្យប៉ះពាល់ដីកម្មសិទ្ធិឯកជនខុសច្បាប់អ្នកទាំង5នាក់ត្រូវតុលាការខេត្តបាត់ដំបងសាកសួរប្រមាណ3ម៉ោងហើយអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនប៉ុន្តែតុលាការពុំទាន់សម្រេចថាយ៉ាងណានៅឡើយទេខ្ញុំហ៊ុំចម្រើនវិទ្យុអាស៊ីសេរីពីខេត្តបាត់ដំបងចាលោកអ្នកនាងស្ដាប់ជាទីមេត្រីសេចក្តីរាយការណ៍ពីខេត្តសៀមរាបប៉ូលីសខេត្តសៀមរាបបានរកឃើញកន្លែងលាក់ទុកម៉ូតូខុសច្បាប់ចំនួន72គ្រឿងនៅក្នុងភូមិអរញ្ញនៃសង្កាត់សៀមរាបក្រុងសៀមរាបកាលពីរសៀលថ្ងៃអង្គារទី21ខែកក្កដាស្នងការរងនគរបាលទទួលបន្ទុកព្រហ្មទណ្ឌគឺលោកថងសាគុណមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារទី21ថាកម្លាំងរបស់លោកបានរកឃើញផ្ទះមួយដែលជាប់មាត់ស្ទឹងហើយបានលាក់ទុកម៉ូតូជាច្រើនគ្រឿងតាមការសាកសួររបស់ម្ចាស់ផ្ទះបានប្រាប់ថាគឺជាម៉ូតូដែលគេយកមកបញ្ចាំទោះជាយ៉ាងណាមន្ត្រីប៉ូលីសបានពិនិត្យមើលឯកសារមួយចំនួនពាក់ព័ន្ធនឹងការបញ្ចាំហើយរកឃើញថាម៉ូតូខ្លះដែលគេរក្សាទុកមិនមានភាពត្រឹមត្រូវតាមច្បាប់លោកថងសកុនបានដឹងថាប៉ូលីសបានដាក់ការសង្ស័យទៅលើផ្ទះដែលលាក់ទុកម៉ូតូនោះគឺអាចជាប់ពាក់ព័ន្ធនឹងការរក្សាទុកម៉ូតូដែលបានពីអំពើចោរកម្មសាលាក្រុងសាលាខេត្តចូលធ្វើការពិនិត្យទៅលើផលប៉ះពាល់នៃចំណីស្ទឹងណាដល់យើងចុះទៅគួបផ្សំនឹងខាងស្នងការដ្ឋាននេះបានដាក់ឲ្យយើងធ្វើការត្រួតពិនិត្យរដ្ឋបាលផងតែអញ្ចឹងទៅឃើញម៉ូតូនោះលាក់ក្នុងផ្ទះក្រោមផ្ទះហ្នឹងមានខ្លះឯកសារវាអត់ត្រឹមត្រូវតាមច្បាប់មានន័យថាម៉ូតូឈ្មោះកអញ្ចឹងទៅអាឈ្មោះខវាយកទៅប្រចាំអត់ត្រឹមត្រូវក្រោយពីការរកឃើញកន្លែងស្តុកម៉ូតូគួរឲ្យសង្ស័យនោះសមត្ថកិច្ចបានរឹបអូសយកម៉ូតូចំនួន28គ្រឿងក្នុងចំណោមម៉ូតូ72គ្រឿងដែលគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពើចោរកម្មចាលោកអ្នកនាងស្ដាប់ជាទីមេត្រីមន្ទីរពេទ្យកាល់ម៉ែតបានបើកយុទ្ធនាការពិនិត្យសុខភាពមាត់ស្បូននិងសូដន់ដល់ស្ត្រីដោយឥតគិតថ្លៃរយៈពេល1ខែគឺចាប់ពីថ្ងៃទី22ខែកក្កដាដល់ថ្ងៃទី22ខែសីហាខាងមុខយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបង្កើនចំណេះដឹងពីការការពារជំងឺមហារីកមាត់ស្បូននិងសូដន់ប្រធានផ្នែកវិភាគជំងឺមហារីកប្រចាំមន្ទីរពេទ្យកាល់ម៉ែតលោកស្រីវិជ្ជបណ្ឌិតហៅមនីរតបានឲ្យដឹងនៅថ្ងៃទី21កក្កដាថានេះជាលើកទី7ហើយដែលមន្ទីរពេទ្យកាល់ម៉ែតរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលោកស្រីបន្តថាក្នុងចំណោមជំងឺមហារីកទាំងអស់ដែលកើតឡើងលើស្ត្រីកម្ពុជាមហារីកមាត់ស្បូនឈរនៅលំដាប់លេខ1និងមហារីកសូដន់ឈរនៅលេខរៀងទី2ហើយអត្រាអ្នកកើតនិងអ្នកស្លាប់លើស្ត្រីកម្ពុជាដោយសារជំងឺទាំងពីរនេះគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ
ប្រធានផ្នែកវិភាគជំងឺមហារីកប្រចាំមន្ទីរពេទ្យកាល់ម៉ែតរូបនេះបានឲ្យដឹងថាស្ថិតិរបស់អង្គការសុខភាពពិភពលោកបង្ហាញថាកម្ពុជាគឺជាប្រទេសដែលមានអត្រាកើតនិងស្លាប់ដោយសារជំងឺមហារីកមាត់ស្បូនច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយក្នុងនោះចំនួនអ្នកកើតជំងឺមហារីកមាត់ស្បូនមានប្រមាណជាង 1,500 នាក់ក្នុងមួយឆ្នាំហើយស្ត្រីប្រមាណ 60% បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំដោយសារជំងឺនេះអ្នកស្រីសង្ឃឹមថាយុទ្ធនាការនេះនឹងជាចំណែកផ្សព្វផ្សាយចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺទាំងពីរនេះយុទ្ធនាការពិនិត្យសុខភាពមាត់ស្បូននិងសូដនដល់ស្ត្រីនៅកម្ពុជារយៈពេល1ខែនេះនឹងផ្ដល់នូវសេវាពិនិត្យសុខភាពមាត់ស្បូនជូនស្ត្រីក្រីក្រចំនួន300នាក់និងពិនិត្យសូដនចំនួន200នាក់ដោយឥតគិតថ្លៃលក្ខខណ្ឌនៃការចូលរួមពិនិត្យសុខភាពសម្រាប់ការពិនិត្យសុខភាពមាត់ស្បូនគឺសម្រាប់ស្ត្រីដែលរៀបការរួចមានអាយុចន្លោះពី30ទៅ50ឆ្នាំហើយចំពោះការពិនិត្យសូដនវិញគឺស្ត្រីគ្រប់វ័យអាចចូលរួមពិនិត្យបានពិសេសអ្នកដែលមានរោគសញ្ញានៅនឹងសូដនឬមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះចាលោកនាងស្ដាប់ជាទីមេត្រីលោកនាងទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយនាងខ្ញុំខែសុណងចាសូមអញ្ជើញលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៃកម្មវិធីផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍និងបទសម្ភាសន៍មួយចំនួនទៀតស្ដីអំពីពលរដ្ឋខ្មែរបដិសេធមិនគាស់ឆ្អឹងសពដូនតាចេញពីតំបន់ទួលតាព្រាបដែលវៀតណាមធ្វើផ្លូវនៅក្បែរនោះបទសម្ភាសន៍អំពីសាខាប្រៃសណីយកម្ពុជាខេត្តកំពង់ឆ្នាំងផ្ដល់សេវាកម្មដឹកអ្នកដំណើរដោយរថយន្តទំនើបនិងសេចក្តីរាយការណ៍ពីពលរដ្ឋនៅខេត្តកំពង់ចាមព្រួយបារម្ភរឿងសត្វល្អិតបំផ្លាញដំណាំស្រូវហើយនៅចុងក្រោយនៃកម្មវិធីផ្សាយគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំដែលមានជាបន្តបន្ទាប់ដូចតទៅសេចក្តីរាយការណ៍ពិស្ដាពលរដ្ឋខ្មែរបដិសេធមិនព្រមគាស់ឆ្អឹងសពដូនតារបស់ខ្លួនចេញពីតំបន់ទួលតាព្រាបអតីតទឹកដីខ្មែរដែលបច្ចុប្បន្នគ្រប់គ្រងដោយវៀតណាមនិងកំពុងធ្វើផ្លូវនៅក្បែរនោះទេការអាងបែបនេះបន្ទាប់ពីអាជ្ញាធរវៀតណាមបានទាមទារឲ្យពួកគាត់គាស់ឆ្អឹងដូនតាចេញទៅដាក់នៅវត្តដោយជួយឧបត្ថម្ភជាលុយកាក់ខ្លះតាក់ទងបញ្ហានេះតំណាងរាជគណៈបក្សសង្គ្រោះជាតិដែលដឹកនាំក្រុមប្រជាពលរដ្ឋប្រមាណ 2000 នាក់ទៅទស្សនកិច្ចព្រំដែនដែលមានចំនួននៅស្រុកកំពង់រោលកាលពីថ្ងៃទី 19 ខែកក្កដាក៏មិនបានទៅដល់តំបន់ភ្នៅបុរាណរបស់ខ្មែរនិងកន្លែងដែលវៀតណាមកំពុងធ្វើផ្លូវក្បែរព្រំដែនតាមក្តីប្រាថ្នាដែរដោយសារតែវៀតណាមមិនអនុញ្ញាតបានលោកថាកច្ឆារីកាព័រមាននេះទួលតាព្រាបដែលជាកន្លែងបញ្ចុះសាកសពពពាកបរោះខ្មែរតាំងពីសម័យបុរាណមកស្ថិតនៅភូមិធ្លោកឃុំថ្នោតស្រុកកំពង់រោលខេត្តស្វាយរៀងនោះបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងទឹកដីរបស់ប្រទេសវៀតណាមពលរដ្ឋដែលរស់នៅក្បែរព្រំដែនទាំងនោះប្រកែកដាច់អហង្ការមិនព្រមគាស់ឆ្អឹងដូនតារបស់ពួកគាត់ចេញពីទួលតាព្រាបតាមបង្គាប់របស់អាជ្ញាធរវៀតណាមនោះទេពួកគាត់អះអាងថាដីទីនោះគឺជាដីគេដូនតាខ្មែរជាច្រើនជំនាន់មកហើយមិនមែនជាដីរបស់វៀតណាមនោះទេអ្នកស្រីសឿងព្រំដែលមានសាច់ញាតិកប់នៅទួលតាព្រាបនោះអះអាងថាវៀតណាមបានឈ្លានពានចូលដីខ្មែរជាបន្តបន្ទាប់ជាពិសេសនៅឆ្នាំ 2015 នេះវៀតណាមបានបង្ខំឲ្យពួកគាត់យងភ្នូខ្មោចចេញពីទួលតាព្រាបនោះទៅដាក់វត្តដើម្បីឲ្យវៀតណាមធ្វើផ្លូវឲ្យលុយកាក់ឲ្យខ្ញុំទៅយកមកខ្ញុំយកតែព្រោះគាត់ស្លាប់នៅលើទឹកដីគាត់កប់នៅដីរបស់ផាត់គាត់ភូមិគាត់ទៀតហ្នឹងហើយស្រុករបស់គាត់ទៀតយើងគិតមិនថាយើងមិនយកគេគាត់មកឲ្យហើយទៅអត់យកទេសុកចិត្តទុកនៅកន្លែងចាស់របស់ភូមិកំណើតរបស់គាត់វិញមិនហ៊ានយកមកទេខ្លាចបាត់បង់ហើយខ្លាចគាត់ផ្ទិចផ្ដាសាដល់កូនចៅគាត់ស្រឡាញ់ទឹកដីគាត់ហើយយើងទៅយកមកគាត់ខឹងគាត់ផ្ទិចគាត់ផ្ដាសាដល់យើងចំនួនក្រោយទៀតអ្នកស្រីថាជារៀងរាល់ឆ្នាំសាច់ញាតិនៃសាកសពទាំងនោះតែងតែទៅបាំងសកលមិនដែលដាច់ឡើយប៉ុន្តែចាប់ពីពេលនេះតទៅវៀតណាមមិនអនុញ្ញាតឲ្យចូលទៅបាំងសកលទៀតឡើយក្រោយពីតំណាងរាជគណៈបក្សសង្គ្រោះជាតិដឹកនាំប្រជាពលរដ្ឋនិងប្រសង់ទៅពិនិត្យបង្គោលព្រំដែនមិនប្រក្រតីនោះទន្ទឹមបញ្ហានេះកាលពីថ្ងៃទី16ខែកក្កដាកន្លងទៅរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោកឡុងវីសាឡូក៏បានស្នើឲ្យភាគីវៀតណាមអនុញ្ញាតឲ្យពលរដ្ឋខ្មែរបានចូលទៅធ្វើបុណ្យឧទ្ទិសកុសលដល់ដូនតារបស់ពួកគាត់ផងតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអានលើកឡើងថាភ្នូខ្មោចនេះមិនអាចគាស់ចេញបានទេព្រោះវាគឺជាភស្តុតាងប្រវត្តិសាស្ត្រមួយសម្រាប់ប្តឹងទៅអង្គការសហប្រជាជាតិ
ដូនតាយើងទៅពីណាមកអាហ្នឹងជាផុសតាងមួយដែលសំខាន់បំផុតបើប្រឹងទៅតុលាការយុត្តិធម៌អន្តរជាតិគេយកអាហ្នឹងដែរជាផុសតាងហើយបើរឿងអាហ្នឹងចេញបានផុសតាងពីណាមកដូច្នេះមិនអាចដូចចេញបានទេឲ្យលុយក៏ដោយលុយមិនអាចសងទឹកដីយើងបានទេរស់តែមួយថ្ងៃđóចាទឹកដីនេះវារស់បានមួយជីវិតរាប់ម៉ឺនរាប់លានឆ្នាំណាអ្នកភូមិនៅជាប់ព្រំដែននោះរៀបរាប់ថាទូលតាព្រាបគឺជាដីរបស់តាព្រាបលុះក្រោយមកតាព្រាបបានស្លាប់ទៅកូនចៅរបស់ពួកគាត់ក៏បានបញ្ចុះសាកសពនៅលើទូលនោះក្រោយមកទៀតក៏មានប្រជាពលរដ្ឋខ្មែរ43គ្រួសារផ្សេងទៀតបានបញ្ចុះសាកសពនៅលើទូលនោះដែរដោយឡែកអ្នកស្រីសឿងហ៊ុំនិយាយថាលើពីនេះទឹកបឹងនិងដីស្រែដែលអ្នកស្រីធ្លាប់អាស្រ័យផលតាំងពីឆ្នាំ1979មកនោះឥឡូវនេះវៀតណាមក៏មកដណ្ដើមយកដីស្រែនិងទឹកបឹងពាក់កណ្ដាលម្នាក់ថែមទៀតអ្នកស្រីទទូចឲ្យរដ្ឋាភិបាលនិងអង្គការសហប្រជាជាតិជួយដោះស្រាយបញ្ហានេះឲ្យបានឆាប់បំផុតដើម្បីឲ្យពួកគាត់បានទទួលដីកប់សពដូនតាមកវិញហ្នឹងហើយគេថាបោះគេទំនប់គេកណាត់បោះគេហ្នឹងថ្មីហ្នឹងហ្នឹងហើយទំនប់លិចដបងអីគេឆោមើលមកឆោក្បាលទំនប់ខ្ញុំអីទើបទិនបញ្ហានេះអនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាអ្នកស្រីកុយពិសីមានប្រសាសន៍ថាអ្នកស្រីមិនដែលឮព័ត៌មានរឿងវៀតណាមឲ្យពលរដ្ឋខ្មែរគោះភ្នោដូនតាចេញនោះទេអ្នកស្រីបន្តថាមួយខែចុងក្រោយនេះមានព័ត៌មានថ្មីប្លែកៗបានកើតចេញពីតំបន់បង្គោលព្រំដែនលេខ203ជាបន្តបន្ទាប់ដោយអ្នកស្រីដាក់ការសង្ស័យថាអាចមានអ្នកនៅពីក្រោយខ្នងពលរដ្ឋមានច្រើនប្រភេទមិនដឹងជាពលរដ្ឋញុះញង់មិនដឹងជាពលរដ្ឋយ៉ាងម៉េចប៉ុន្តែខ្ញុំគិតថាពលរដ្ឋធម្មតាលោករស់នៅទីហ្នឹងលោកស្ងាត់យូរហើយតាមប្រភពជាមន្ត្រីប៉ូលីសសូមមិនបញ្ចេញឈ្មោះម្នាក់បានឲ្យដឹងថាកន្លងមកកងកម្លាំងវៀតណាមប្រចាំការនៅប៉ុស្តិ៍873តែងតែប្រាប់អាជ្ញាធរកម្ពុជាឲ្យណែនាំទៅប្រជាពលរដ្ឋយកសពចេញពីដីដែលវៀតណាមកំពុងគ្រប់គ្រងហើយវៀតណាមហ៊ានផ្ដល់សំណងឲ្យខ្លះទៀតផងកាលពីថ្ងៃទី19ខែកក្កដាតំណាងរាជគណៈបកសង្គ្រោះជាតិបានដឹកនាំប្រជាពលរដ្ឋនិងប្រសង់ប្រមាណ 2000 អង្គនឹងអ្នកទៅទស្សនកិច្ចព្រំដែនដែលធ្លាប់មានការប៉ះប្រយុទ្ធគ្នាជាមួយវៀតណាមជាលើកទី2ក្នុងគោលបំណងទៅឲ្យដល់កន្លែងភ្នូសពដូនតាខ្មែរផ្លូវវៀតណាមកំពុងធ្វើនៅបង្គោលព្រំដែនលេខ203ប៉ុន្តែអាជ្ញាធរយល់ព្រមឲ្យតែ100នាក់ប៉ុណ្ណោះបានចូលទៅដល់បង្គោល203ដោយឡែកទីតាំងភ្នូខ្មែរនិងផ្លូវវៀតណាមកំពុងធ្វើនោះវៀតណាមហាមដាច់ខាតលោកអ៊ុំសំអានតំណាងរាជគណៈបកសង្គ្រោះជាតិរកឃើញថាបង្គោលព្រំដែនលេខ203មានភាពមិនប្រក្រតីជាច្រើនដូចជាវៀតណាមនៅតែបន្តធ្វើស្រែនៅលើដីខ្មែរដដែលបើទោះបីជាប្រទេសទាំងពីរបានបោះបង្គោលព្រំដែនតាំងពីឆ្នាំ2009ហើយក្តីករណីនេះលោកបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកហៅណាំហុងក៏ហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទីក្រុងភ្នំពេញដើម្បីធ្វើការស្ដីបន្ទោសរឿងវៀតណាមចូលវាយខ្មែរក្នុងទឹកដីខ្មែរនិងបំភ្លឺអំពីបញ្ហាគ្រប់គ្រងដីខ្មែរនៅទីនោះទៅមកសួរច្បាស់រឿងយួនធ្វើស្រែនៅលើដីខ្មែរហើយនឹងហេតុអីបានជាគ្រឿងចាក់សន្យាថាជប់ហើយមិនដល់ទៅវិញអាហ្នឹងជាបញ្ហាណាហើយឲ្យកំណត់បកគោលរណបហ្នឹងធ្វើម៉េចកំណត់ទៅតាមផែនទីតម្កល់អង្គការសហប្រជាជាតិណាទៅទីឲ្យកំណត់តាមផ្លូវយួនធ្វើហើយអាហ្នឹងថាហ្នឹងទឹកដីខ្មែរយើងអត់ត្រូវទេណាឆ្លើយតបចំពោះបញ្ហានេះអ្នកស្រីកុយពិសីបញ្ជាក់ថាគណៈកម្មការចម្រុះព្រំដែនកម្ពុជាវៀតណាមមិនទាន់បានកំណត់ខណ្ឌសីមាឬបង្គោលបំពេញបន្ថែមនៅឡើយទេមានន័យថាភាគីទាំងពីរអាចបន្តគ្រប់គ្រងដីនៅតំបន់នោះបានដោយយោងតាមស្មារតីនៃសេចក្តីប្រកាសព័ត៌មានរួមឆ្នាំ1995ម្យ៉ាងវិញទៀតទោះបីជាវៀតណាមឲ្យពលរដ្ឋខ្មែរគោះភ្នូខ្មោចចេញក៏គណៈកម្មការចម្រុះព្រំដែនមិនអនុញ្ញាតដែរបច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនដូចដែលខ្ញុំប្រាប់អូនអញ្ចឹងយើងមានសេចក្តីប្រកាសព័ត៌មានរួម17មករាឆ្នាំ95បើសិនជាភ្នូខ្មោចប្រជាពលរដ្ឋនៅទៅនឹងគឺត្រូវតែនៅទៅនឹងអត់មានវៀតណាមណាមកឲ្យទៅយកទៅដាក់វត្តទេគឺគ្មានទេអូនពីព្រោះយើងគ្រប់អាកិច្ចប្រកាសព័ត៌មានរួមពីមុនរហូតមកដល់ឥឡូវគឺនៅតែអញ្ចឹងហើយបានជាបច្ចុប្បន្នវៀតណាមបន្តការគ្រប់គ្រងដីហ្នឹងអនាគតនៅពេលដែលយើងខណ្ឌសីមាហើយដីហ្នឹងត្រូវមកខាងកម្ពុជាហើយអ្វីដែលគេគ្រប់គ្រងពីព្រោះយកនៅលើស្មារតី17ដីប្រកាសព័ត៌មានរួម17មករាឆ្នាំ95គឺគេថែរក្សាស្ថានភាពបច្ចុប្បន្នអញ្ចឹងអ្នកណានៅណានៅនឹងមានន័យថាវៀតណាមគឺស្រែហ្នឹងវៀតណាមនៅគឺស្រែហ្នឹងសិនហើយក្នុងខ្មោចខ្មែរនៅហ្នឹងគឺនៅតែនៅហ្នឹងមានវៀតណាមណាមកហ៊ានឲ្យរើចេញខ្ញុំគិតថាបើសិនជាគាត់ជាឲ្យរើចេញព្រោះគណៈកម្មការចម្រុះព្រំដែនមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋឬក្នុងហ្នឹងចេញដែរក្នុងដំណើរទស្សនកិច្ចព្រំដែនទាំងមេឃភ្លៀងរលឹមនោះក៏មានការប្រជុំមុខដាក់គ្នានិងប៉ះទង្គិចពាក្យសម្ដីរវាងជនស្លៀកពាក់ស៊ីវិលប្រមាណ100នាក់ដែលគេស្គាល់ថាជាទាហានមានគ្នាប្រហែល100នាក់ប្រដាប់ដោយដំបងគ្រប់ដៃដើម្បីត្រៀមសម្រាប់រារាំងពលរដ្ឋដែលធ្វើដំណើរពីរាជធានីភ្នំពេញជាង 2000 នាក់មិនឲ្យទៅពិនិត្យបង្គោលព្រំដែនលេខ203នោះក្រៅពីនេះ
ក៏មានកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានដាក់ពង្រាយតាមវាលស្រែដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយការយកកម្លាំងប្រជាពលរដ្ឋមួយក្រុមប្រដាប់ដោយដំបងមករារាំងការចុះពិនិត្យព្រំដែននោះត្រូវបានក្រុមអ្នកតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិហៅថាជាល្បិចយកបន្លាជួសបន្លាឬជាល្បិចក្តិចសង្អាប្រជុលសង្អារបស់អាជ្ញាធរនៅតំបន់ព្រំដែននោះខ្ញុំថាកិត្យាវត្ថុអាស៊ីសេរីភ្នំពេញបទសម្ភារសេវាកម្មដឹកជញ្ជូនអ្នកដំណើរនិងអីវ៉ាន់ដោយរថយន្តទំនើបរបស់សហគ្រាសសាធារណៈនៃប្រៃសណីយ៍កម្ពុជាបានដំណើរការតាំងពីថ្ងៃទី1ខែកក្កដាឆ្នាំ2015ប្រធានសាខាប្រៃសណីយ៍កម្ពុជាខេត្តកំពង់ឆ្នាំងអះអាងថាសេវាកម្មបម្រើអតិថិជនតាមផ្លូវជាតិលេខ5ទៅមករាជធានីភ្នំពេញក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅមានបញ្ហានៅម៉ោងចេញដំណើរសូមអញ្ជើញលោកអ្នកនាងស្ដាប់បទសម្ភាសន៍របស់អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីលោកចិនចេថាជាមួយប្រធានសាខាប្រៃសណីយ៍កម្ពុជាប្រចាំខេត្តកំពង់ឆ្នាំងលោកសឹមសុផលដូចតទៅជំរាបសួរលោកបាទជំរាបសួរប្រៃសណីយ៍កម្ពុជាមានសេវាកម្មដឹកជញ្ជូនអ្នកដំណើរនិងអីវ៉ាន់ប្រៃសណីយ៍ហើយខ្ញុំចង់ដឹងថាតើសេវាកម្មហ្នឹងបានចាប់ផ្ដើមតាំងពីពេលណាហើយចេញមួយថ្ងៃប្រហែលជើងចេញពីខែណាទៅខែណាខ្លះដែរបាទយើងមានសេវាដឹកជញ្ជូនអ្នកដំណើរគឺយើងអនុវត្តចាប់ដើមចេញពីដើមខែកក្កដាឆ្នាំ2015នេះហើយក្នុងមួយថ្ងៃយើងមានតែមួយជើងទេចេញដំណើរពីភ្នំពេញទៅប៉ោយប៉ែតនិងមួយដំណើរទៀតចេញពីប៉ោយប៉ែតមកភ្នំពេញវិញសម្រាប់ការអនុវត្តជាក់ស្ដែងរយៈពេលប្រមាណមកនេះមានអតិថិជនប្រមាណហើយដំណើរការនេះយ៉ាងម៉េចដែរបាទការចាប់ផ្ដើមដំបូងអតិថិជនវាអត់សូវមានទេប៉ុន្តែយើងផ្ដោតសំខាន់រថយន្តរបស់យើងដឹកតែបញ្ញារបស់ប្រៃសណីយ៍ប៉ុន្តែយើងពឹងផ្អែកទៅលើអ្នកដំណើរផងដែរប្រសិនជាមានប៉ុន្តែក្នុងរយៈកាលកន្លងមកយើងឃើញថាសេវាដឹកជញ្ជូនអ្នកដំណើររបស់យើងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ខេត្តកំពង់ឆ្នាំងរបស់យើងក្នុងរយៈពេល20ថ្ងៃកន្លងទៅនេះទទួលបាន20អ្នកហើយកាលពីនេះមានបញ្ហាប្រឈមអីផ្សេងទៀតទេបាទបញ្ហាប្រឈមរបស់យើងគឺវាមិនអត់ទេប៉ុន្តែការប្រឈមហ្នឹងគឺដោយសារចំនួនរថយន្តរបស់យើងគឺមានចំនួនតិចអញ្ចឹងវាអត់ទាន់បំពេញសេចក្តីត្រូវការរបស់អតិថិជននៅឡើយអញ្ចឹងបានតែពេលព្រឹកចេញពីភ្នំពេញទៅប៉ោយប៉ែតប៉ុន្តែនៅពេលល្ងាចយើងអត់មានសេវាដឹកជញ្ជូនទេខ្ញុំចង់ដឹងថាតើគម្រោងនេះចំណាយទឹកប្រាក់ប្រមាណដែរហើយឡានមានប្រមាណគ្រឿងគម្រោងនេះការចំណាយដើមទុនធំខ្ញុំមិនបានដឹងច្បាស់ទេនៅលើប្រៃសណីយ៍កម្ពុជាជាអ្នកដោះស្រាយប៉ុន្តែគ្រាន់តែខ្ញុំដឹងថាតម្លៃទឹកប្រាក់ក្នុងការទិញរថយន្តនេះក្នុងតម្លៃជាក់ស្ដែងគឺ$35,000ហើយតម្លៃរថយន្តមួយគឺ$35,000ដោយរួចពន្ធហើយរថយន្តប្រមាណគ្រឿងទៅបាទរថយន្តទូទាំងប្រទេសគឺមាន10គ្រឿងក្នុងដំណាក់កាលទី1ប៉ុន្តែសម្រាប់ផ្លូវជាតិលេខ5យើងខ្ញុំមានតែ2គ្រឿងទេតើសេវាកម្មដឹកជញ្ជូននឹងមានលក្ខណៈពិសេសឬក៏មានភាពងាយស្រួលជាងឡានឈ្នួលទូទៅយ៉ាងម៉េចដែរបាទអរគុណឡានរបស់យើងខ្ញុំនឹងគឺមានភាពងាយស្រួលទី1ខុសពីរថយន្តដទៃត្រង់ថាយើងមិនដាក់ភ្ញៀវតាមផ្លូវគឺយើងដាក់ភ្ញៀវតែតាមសាខាប្រៃសណីយ៍ទីបណ្ដាខេត្តនីមួយៗតែប៉ុណ្ណោះហើយនៅកន្លែងចុះក៏ដូចគ្នាក៏ដាក់នៅតែតាមសាខាប្រៃសណីយ៍របស់ខេត្តនីមួយៗដូចគ្នាហើយរថយន្តរបស់យើងទំនើបជាប្រភេទរថយន្ត Toyota របស់ប្រទេសជប៉ុនដែលកំងផ្ទាល់ពីប្រទេសជប៉ុនតែម្ដងកន្លងមកអតិថិជនរបស់យើងសង្កេតឃើញថាមានប្រភេទអតិថិជនរបស់យើងមាននិស្សិតមានអង្គការក្រៅរដ្ឋាភិបាលនិងជនបរទេសជាអ្នកជិះបាទសេវាកម្មរបស់យើងគឺមានព្រីទៅដោយ Wi-Fi មានកាមេរ៉ាមាន GPS ហើយយើងមានព្រីទឹកសុទ្ធក្នុងរយៈពេល2ខែនេះយើងចុះតម្លៃ 50% ថែមទៀតផងហើយចុះឧទាហរណ៍ជាក់ស្ដែងពីភ្នំពេញទៅកំពង់ឆ្នាំងពីកំពង់ឆ្នាំងទៅភ្នំពេញហ្នឹងអតិថិជនត្រូវចំណាយទឹកប្រាក់ប្រមាណដែរបាទពីកំពង់ឆ្នាំងទៅភ្នំពេញពីភ្នំពេញទៅកំពង់ឆ្នាំងក្នុងតម្លៃចុះ 50% នេះគឺតម្លៃ 12,000 រៀលតែប៉ុណ្ណោះហើយបើតម្លៃ 100% គឺស្មើនឹង 24,000 រៀលលោកមើលឃើញថាអតិថិជនបច្ចុប្បន្នហ្នឹងទទួលបានលំទលាយលើសេវាកម្មនេះទេតើយើងបង្កភាពងាយស្រួលអីគេខ្លះដែរដល់អតិថិជននោះបាទសេវាកម្មរបស់យើងទៅតែដំណើរការអញ្ចឹងខ្ញុំអាចនិយាយបានថាសេវាកម្មរបស់យើងនៅមិនទាន់ទូលំទូលាយទេអញ្ចឹងការផ្សព្វផ្សាយពាណិជ្ជកម្មតាមវិទ្យុនិងទូរទស្សន៍ក៏នៅមានកម្រិតហើយការផ្សព្វផ្សាយនៅតាមបណ្ដាសាខារបស់យើងតាមខេត្តនីមួយៗក៏នៅមានកម្រិតដូច្នេះព័ត៌មានទាំងឡាយមិនទាន់ដល់ដៃអតិថិជនមិនទាន់ដល់ទៅជាអតិថិជនទេហើយការប្រជុំនេះយើងព្យាយាមនឹងដោះស្រាយប៉ុន្តែមួយរយៈកាលកន្លងមកយើងឃើញថាមានការគាំទ្រយ៉ាងច្រើន
ចោះប្រសិនបើមានអតិថិជនផ្សេងគាត់ចង់តាក់ទងខាងប្រៃសណីដើម្បីធ្វើដំណើរតាមរយៈរថយន្តហ្នឹងតើពួកគាត់អាចតាក់ទងតាមរយៈណាបានប្រសិនបើមានអតិថិជនចង់ប្រើប្រាស់សេវារបស់យើងខ្ញុំក្នុងការដឹកជញ្ជូននេះអតិថិជនអាចទំនាក់ទំនងមកប្រៃសណីកម្ពុជាខេត្តកំពង់ឆ្នាំងដោយផ្ទាល់ក៏បានតាមរយៈទូរស័ព្ទ088 87 11និង826ក៏បានអរគុណច្រើនលោកបាទអរគុណបងលោកអ្នកនាងទើបបានស្ដាប់បទសម្ភាសន៍របស់លោកចិនរដ្ឋាជាមួយប្រធានសាខាប្រៃសណីកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំងលោកសឹមសុផលតាក់ទងនឹងការផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរនិងអីវ៉ាន់ប្រៃសណីដោយរថយន្តទំនើបពីប្រទេសជប៉ុននៅតាមបណ្ដោយផ្លូវជាតិលេខ 5លោកអ្នកនាងស្ដាប់ជាទីមេត្រីប្រជាពលរដ្ឋនៅឃុំខ្នាសស្រុកសីសន្ធរខេត្តកំពង់ចាមកំពុងព្រួយបារម្ភចំពោះដំណាំស្រូវរបស់ពួកគាត់ដែលទើបនឹងដុះលូតលាស់ប៉ុន្តែត្រូវពួកសត្វល្អិតបំផ្លាញជាបន្តបន្ទាប់អាជ្ញាធរមូលដ្ឋានមិនទាន់ដឹងចំនួនការខូចខាតពិតប្រាកដនៅឡើយទេបាទលោកសោតសុកប្រសារាយការណ៍ព័ត៌មាននេះពីខេត្តកំពង់ចាមប្រជាពលរដ្ឋនៅភូមិអំពិលឃុំខ្នាសសង្កេតឃើញស្រូវងាប់ទាំងនោះគឺរលួយនៅផ្នែកខាងគល់ដោយមានសត្វល្អិតយ៉ាងដែលអ្នកភូមិហៅថាមមេថ្នោតនៅជាប់នឹងគល់ស្រូវនោះផងពលរដ្ឋដាក់ការសង្ស័យថាស្រូវដែលរលួយងាប់គឺអាចបណ្ដាលមកពីសត្វមមេថ្នោតនោះហើយពលរដ្ឋនៅភូមិអំពិលម្នាក់ដែលមានអាយុ70ឆ្នាំលោកសឹមធីមានប្រសាសន៍ថាលោកបានសម្រេចភ្ជួរស្រូវស្រែរបស់ខ្លួនប្រមាណ1ហិកតាចោលហើយក៏សាបព្រោះឡើងវិញភ្លាមបន្ទាប់ពីស្រូវដែលលោកបានសាបព្រោះប្រមាណ7 ខែហើយនោះត្រូវបានសត្វល្អិតបំផ្លាញស្ទើរតែទាំងស្រុងលោកមានប្រសាសន៍បន្តថាតាមការពិនិត្យរបស់លោកឃើញស្រូវរបស់ពលរដ្ឋនៅក្បែរដីរបស់លោកក៏ងាប់ដូចគ្នាលើពីនេះស្រូវពង្រោះជាច្រើនហិកតាផ្សេងទៀតគឺគេបានភ្ជួរនិងសាបព្រោះឡើងវិញដូចគ្នាដែរខ្ញុំទាំងដឹងប្រមាណថ្ងៃហ្នឹងខ្ញុំទៅពិនិត្យមើលហើយខ្ញុំហ្នឹងវាដកមកដូចវាគ្រាន់បើដែរគេពី3ថ្ងៃចេញទៅស្ដើងទៅវិញមក3ថ្ងៃចេញទៅហិតទៅស្ដើងហើយចុះពិនិត្យមើលអូអាហ្នឹងវាចឹងតែងាប់តាហើយងាប់ពលរដ្ឋចាប់ផ្ដើមសង្ស័យថាមានសត្វល្អិតបំផ្លាញស្រូវនេះក្រោយពេលមានភ្លៀងធ្លាក់នៅទីនោះកាលពីជាង1សប្តាហ៍មុនហើយពួកគាត់នាំគ្នាទៅមើលស្រូវដែលខ្លួនបានសាបព្រោះទើបដឹងថាមានបញ្ហាកើតឡើងចំណែកឯពលរដ្ឋផ្សេងទៀតដែលមិនទាន់ទៅមើលស្រូវស្រែរបស់ខ្លួនគឺពួកគេនៅមិនទាន់ដឹងអំពីបញ្ហានេះនៅឡើយទេយ៉ាងណាប្រភពពលរដ្ឋដដែលបញ្ជាក់ថាជាច្រើនឆ្នាំមកហើយមិនធ្លាប់មានបញ្ហាសត្វល្អិតបំផ្លាញស្រូវស្រែរបស់ពួកគាត់ដូចនេះឡើយស្រដៀងគ្នានេះពលរដ្ឋមួយរូបទៀតអ្នកស្រីសុកលៀងមានប្រសាសន៍ថាឲ្យតែពលរដ្ឋបានចេញទៅមើលស្រូវស្រែរបស់ខ្លួនពេលត្រឡប់មកវិញគឺត្អូញត្អែរគ្រប់គ្នាចំពោះបញ្ហាងាប់ស្រូវនេះអ្នកស្រីពិបាកយល់ណាស់ថាតើមូលហេតុអ្វីដែលនាំឲ្យស្រូវរបស់ពួកគាត់រលួយងាប់គល់ដូចនេះស្របពេលដែលទឹកនៅក្នុងស្រែមិនមានផងអ្នកស្រីបន្ថែមថានឹងតាមដានស្រូវនោះបន្តទៀតដោយមិនទាន់សម្រេចចិត្តភ្ជួរចោលទេពីព្រោះតម្លៃភ្ជួរក៏ថ្លៃនិងមិនមានក្របពូជសម្រាប់សាបព្រោះឡើងវិញផងបញ្ហាហ្នឹងខ្ញុំសូមសំណូមពរឲ្យក្រសួងអីចុះមកធ្វើពិនិត្យមើលព្រោះឲ្យឃើញជាក់ស្ដែងហ្មងអញ្ចឹងថាប្រជាពលរដ្ឋត្រូវវាប៉ះពាល់បញ្ហាហ្នឹងមែនអញ្ចឹងចង់ឲ្យគាត់ចុះមកមើលផ្ទាល់ឲ្យគាត់មកមើលទៅមានវិធានការដូចជាថ្នាំបាញ់សម្លាប់អីអញ្ចឹងជំទប់ទី1ឃុំខ្នាសលវ៉ាន់មុនមានប្រសាសន៍ថាអាជ្ញាធរនៅមិនទាន់ដឹងច្បាស់ថាមានពលរដ្ឋប៉ុន្មានគ្រួសារនិងមានទំហំផ្ទៃដីប៉ុន្មានហិកតាប្រកាសទេដែលជួបបញ្ហានេះលោកអះអាងថាស្រូវរបស់ពលរដ្ឋនិងស្រូវរបស់លោកផងដែលងាប់ជាបន្តបន្ទាប់នោះគឺមិនទាន់ដឹងអំពីមូលហេតុប្រកបប៉ុន្តែពលរដ្ឋសន្និដ្ឋានថាអាចមានសត្វល្អិតបំផ្លាញឬអាចជាមមេថ្នោតតែម្ដងសោះស្រាយគ្រាន់ថាយើងដើរទប់ស្កាត់រឿងឆ្នាំតកៅនឹងធ្វើឲ្យបាញ់ឆ្នាំមិញតកៅគឺយើងអត់ទាន់ប្រើការបានពីព្រោះអរ៉ែងថាដីនឹងអត់ទាន់មានទឹកដូចស៊ីពីគោកទៅហើយជំទប់ឃុំដដែលបន្តថាខាងលោកនឹងប្រជុំពិភាក្សាជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរឃុំបន្តទៀតជំវិញបញ្ហានេះហើយនឹងអាចរាយការណ៍ទៅថ្នាក់លើទៀតផងនាយករដ្ឋបាលសាលាស្រុកស្រីសន្ធរលោកលឹមសឹងបញ្ជាក់ថាអាជ្ញាធរនៅមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេប៉ុន្តែលោកថាប្រសិនបើដោយប្រជាពលរដ្ឋអះអាងខាងលោកនឹងចាត់មន្ត្រីជំនាញចុះស្រាវជ្រាវជុំវិញបញ្ហានេះឲ្យខាងជំនាញកសិកម្មគឺចុះទៅពិនិត្យចុះទៅមើលហើយបើសិនជាអាចអន្តរាគមន៍មានថ្នាំមានអីនេះគឺចុះអន្តរាគមន៍បាញ់ប៉ុន្តែមកដល់ពេលហ្នឹងខ្ញុំវាអត់បានទទួលព័ត៌មានហ្នឹងតកតងសត្វល្អិតបំផ្លាញដំណាំស្រូវពលរដ្ឋនាយកកម្មវិធីបរិស្ថាននិងសុខភាពអង្គការសេដាកលោកគៀមអ្នកក្រាឌីមានប្រសាសន៍ថាពពួកមមេថ្នោតអាចកើតឡើងគឺភាគច្រើននៅតំបន់ជាប់ព្រំដែនវៀតណាមហ
ហើយត្រូវបានខ្យល់បក់នាំសត្វទាំងនោះយកមកឬក៏កើតនៅក្នុងស្រុកតែម្ដងម្យ៉ាងវាអាចកើតឡើងដោយសារគ្រាប់ពូជស្រូវរបស់កសិករមានផ្ទុកពងរបស់វាផងលោកបន្តថាកសិករអាចអនុវត្តតាមវិធានការបែបធម្មជាតិដើម្បីអាចកម្ចាត់សត្វល្អិតទាំងនោះដូចតទៅបើសិនជាមានទឹកច្រើនគឺអាចឲ្យគាត់ផលិតទឹកបានលេចដល់ចុងស្លឹកស្រូវហ្នឹងទៅបាទអញ្ចឹងអាចឲ្យនំមីហ្នឹងវាលេចទឹកវាអាចស្លាប់បាទហើយទីសាក់ទីគឺគេអាចយកស្បៃមុងហ្នឹងដើរអូសដូចយើងជក់អូសត្រីហ្នឹងបាទនៅក្នុងស្រែហ្នឹងដើរអូសតែម្ដងបាទអញ្ចឹងវាមានវិធីសាស្ត្រដែលមានប្រសិទ្ធភាពហ្នឹងពីរហ្នឹងហើយមានវិធីសាស្ត្រដូចគេមានធ្វើទេប៉ុន្តែវាអាចមិនទៅមានប្រសិទ្ធភាពដូចគេដុតភ្លើងនៅពេលយប់អីចឹងណាអញ្ចឹងធ្វើឲ្យសត្វល្មាចហ្នឹងវារត់មករកភ្លើងមន្ត្រីជំនាញដដែលដឹងទៀតថាវិធានការប្រើប្រាស់ថ្នាំពុលគីមីគឺមិនមានប្រសិទ្ធភាពឡើយប៉ុន្តែវាអាចធ្វើឲ្យប៉ះពាល់ទៅវិញពីព្រោះអាចបណ្ដាលឲ្យងាប់ប្រភេទពពួកសត្វដែលជាសត្រូវនឹងមមាថ្នោតទាំងនោះលោកផ្ដល់អនុសាសន៍ដល់កសិករដែលសម្រេចសាបព្រោះស្រូវឡើងវិញម្ដងទៀតថាពលរដ្ឋគប្បីភ្ជួររាស់ដីស្រែឲ្យបានស្អាតនិងជ្រើសរើសពូជស្រូវឲ្យបានល្អជៀសវាងយកពូជស្រូវដែលមានជំងឺសល់កាលពីបណ្ដាឆ្នាំមុនមកសាបព្រោះទៀតពីព្រោះវាអាចនៅជាប់ពងសត្វមមាថ្នោតឬប្រភេទសត្វចង្រៃនៅក្នុងនោះដែលបណ្ដាលឲ្យកើតចេញជាកូនមកបំផ្លាញស្រូវរបស់ពួកគាត់ម្ដងទៀតខ្ញុំសោតសុខប្រាថ្នាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ចាមលោកនាងស្ដាប់ជាទីមេត្រីជាបន្តទៅនេះនាងខ្ញុំខែសុណងសូមជូនព័ត៌មានបញ្ចប់រយៈពេលជាង7ឆ្នាំមកហើយចាប់តាំងពីប្រទេសថៃបានជំទាស់មិនអោយគណៈកម្មការរបស់អង្គការ UNESCO បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមកគឺកម្ពុជាបានចាក់សោទ្វារព្រំដែនមិនអោយប្រទេសថៃដែលលក់សម្បត្តិឲ្យភ្ញៀវទេសចរចូលមកទស្សនាប្រាសាទព្រះវិហារទៀតទេបើទោះបីជាមានទំនាស់ព្រំដែនរវាងកម្ពុជាថៃនៅជិតតំបន់ប្រាសាទព្រះវិហាររហូតដល់ប៉ះទង្គិចគ្នាដោយអាវុធជាច្រើនលើកក៏ដោយក៏រដ្ឋាភិបាលកម្ពុជានៅតែលើកទឹកចិត្តឲ្យភ្ញៀវទេសចរបរទេសបានឡើងទៅទស្សនាប្រាសាទព្រះវិហារដោយមិនលក់សម្បត្តិក៏ប៉ុន្តែចាប់ពីពេលនេះទៅគឺភ្ញៀវបរទេសទាំងអស់លែងបានទស្សនាប្រាសាទព្រះវិហារដោយឥតគិតថ្លៃទៀតហើយដោយព្រោះថាចំនួនខ្មែរថៃបានដោះស្រាយបញ្ចប់ហើយនោះអង្គការសង្គមស៊ីវិលដែលមកពីគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយប្រមាណ8ស្ថាប័នលើកឡើងថាវិសមភាព Gender នៅកម្ពុជានៅមានកម្រិតនៅឡើយហើយធ្វើឲ្យការចូលរួមរបស់ស្ត្រីនិងបុរសនៅពុំទាន់មានភាពស្មើគ្នាក្នុងដំណើរការបោះឆ្នោតបញ្ហានេះសង្គមស៊ីវិលបានស្នើទៅកជបឲ្យដាក់អនុសាសន៍របស់ខ្លួនចំនួន7ចំណុចទៅលើបទបញ្ជានិងនីតិវិធីសម្រាប់ការចោះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរស់នៅភូមិថ្មីឃុំជ័យឧត្តមស្រុកលំផាត់ជាង70នាក់រួមទាំងប្រធានភូមិបានមកប្រមូលផ្ដុំគ្នានៅមុខតុលាការខេត្តរតនគិរីទាមទារឲ្យដោះលែងប្រជាពលរដ្ឋម្នាក់ដែលអ្នកភូមិអះអាងថាចៅក្រមតុលាការចាប់ខ្លួនដោយអយុត្តិធម៌លោកអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរី